ថ្ងៃនេះជាពិធីភ្ជាប់ពាក្យរបស់ខ្ញុំនិងស៊ីនណានសុនប៉ុន្តែស្មានមកដល់ទេគេឈ្មោះលេខារបស់គេរៀបចំផែនការទុកជាមុនតាំងពីយូរហើយគេចេតនាឲ្យខ្ញុំស្លាប់តែចៃដន្យក្រោយរៀបការស៊ីនគឺជាអ្នកមានគុណជួយសង្គ្រោះជីវិតលោកតាបើបងមិនព្រមរៀបការជាមួយនេះតាចាស់នោះមិននឹងព្រមប្រកួតតំណែងមេគ្រួសារមកបងទៅអូនថាមិនទៅសម្រាប់ចិត្តស្នេហា2ឆ្នាំជាស្នេហាបោកប្រាស់ឲ្យខ្លាំងខ្ញុំជាកូនអត់ដើម្បីគេទទួលតំណែងអ្នកស្នងមរតកគួរឲ្យស្ដាយតែពួកគេភ្លេចថាកូនអុកមិនប្រកាសថាព្រមស្ដាប់បង្គាប់រហូតទេខ្ញុំនឹងធ្វើឲ្យពួកគេបរាជ័យយ៉ាងអាំងម៉ាស់សិនលីងឈិនជាកូនក្រៃខោរបស់ត្រកូលសិនណាធំធាត់នៅបរទេសតាំងពីតូចហើយចិត្តតែជាក់ដូចតកកប៉ុន្តែកុំប៉ះពាល់គេឲ្យសោះណាសិននីងទីបំផុតរនេះឃើញហើយសិនណានសិនលោកក្បាក់ខ្ញុំបដូរមនុស្សប្រុសក៏ខ្ញុំអាចរៀបការចូលត្រកូលសិនបានដែរដើម្បីជីវិតបងប្រុសខ្ញុំធនធានវិទ្យាសាស្ត្ររបស់ត្រកូលសិនខ្ញុំត្រូវទៅតាមយកមកឲ្យបានអ្នកបងនេះមិនមែនជាកន្លែងដែលអ្នកបងគូមកទេបាទខ្ញុំប្រាប់ថាមកទីនេះដើម្បីរកលោកនោះចេញទៅវិញចុះលោកកាន់សិលចិត្តស្អាតស្អំច្បាស់ជាមិនដែលរំភើបចិត្តហើយសូមលោកជួយរត់រោមឲ្យខ្ញុំតិចបានទេដឹងថាខ្ញុំជាអ្នកណាទេប្រកាសជាដឹងសិនលីងឈិនត្រូវជាប្អូនថ្លៃរបស់ខ្ញុំបាទដឹងហើយនាងនឹងហ៊ានមករកខ្ញុំទៀតហើយព្រោះខ្ញុំមិនចង់ធ្វើជាបងថ្លៃលោកតែលោកហ៊ានកេងជាមួយខ្ញុំដែរទេនាងកំពុងតែលេងជាមួយភ្លើងថ្ងៃភ្ជាប់ពាក្យរត់មករកខ្ញុំមិនខ្លាចគេឃើញទេខ្លាចតែឲ្យធ្វើយ៉ាងម៉េចដើម្បីជួយប្អូនខ្ញុំត្រូវតែរៀបការចូលគ្រួសារសិនយកធនធានវិទ្យាសាស្ត្រឲ្យបានទោះត្រូវបដូរដៃគូរៀបការក៏ដោយអ្នកណាឲ្យខ្ញុំស្លាញ់លោកតាំងពីយូរហើយនោះដឹងថាខ្លួនឯងកំពុងតែធ្វើអ្វីទេប្រកាសជាដឹងខ្ញុំចូលចិត្តលោកតាំងពីខ្ញុំឃើញលោកលើកដំបូងសិននីងអូននៅខាងក្នុងមែនទេពិធីភ្ជាប់ពាក្យចិត្តចាប់ដើមហើយអូនក្បួនថ្មីនឹងបងប្រុសលោកមកហើយលេងខ្ញុំយ៉ាងម៉េចគេមកដល់កន្លែងខ្ញុំប៉ះនេះគិតមើលទៅគូតរឹងនៅមាត់ទ្វារពួកយើងបាច់នេះមិនរឹតតែរំភើបទៅហើយទេមិនក៏ធ្វើចាក់សោះអញ្ចឹងសិនលីងឈិនលេងខ្ញុំសិននីងសម្លេងស្អីនឹងនេះហ៊ានបញ្ជាខ្ញុំក្រែងនេះជាអ្នករករឿងខ្ញុំមុនមែនទេសិននីងចាប់បាត់ទ្វារអូនក្បួនធ្វើឲ្យប្រកាសខ្ញុំអូនគួរតែបញ្យល់បងឲ្យបានច្បាស់សិនលីងឈិនខ្ញុំសូមបងលោកណាន់សុនខ្ញុំមិនអីទេខ្ញុំមកអត់ធូងក៏ប៉ះត្រូវធ្វើដល់ចែកដន់តែទៀតខ្ញុំចេញទៅហើយអូបានចាប់ឡើងភៀវកំពុងតរងខ្ញុំនាងពិតជាប្រកែកកុហកមែនកាដូភ្ជាប់ពាក្យនៅតែមិនប្រែប្រួលសោះដោយកាលពី3ឆ្នាំមុនបេះបិទប្រើរួចហើយក៏បោះចោលសេរីសាវ៉ាបងខ្ញុំគ្រោះថ្នាក់ចរាចរណ៍បងខ្ញុំគ្រោះថ្នាក់ចរាចរណ៍ជួយផងលោកម្ចាស់បងខ្ញុំគ្រោះថ្នាក់ចរាចរណ៍ខ្ញុំត្រូវការលុយ50,000ឲ្យទៅលោកជួយបងខ្ញុំលោកឲ្យខ្ញុំធ្វើអ្វីក៏ខ្ញុំព្រមដែរធ្វើអ្វីក៏ព្រមរាប់បញ្ចូលទាំងរាងកាយរបស់នាងមែនទេ Walking up alone and cold 내 외침을 던져 밀어버린 심장 Can't you set me
깨워줘 붉은 바다 위를 노리는 다이아몬드 상상할 수 없던 내 안의 그림자 I wanna ស្រីអត់ចិត្តមិនត្រឹមតែភ្លេចខ្ញុំថែមទាំងបញ្ញាប្រៀបការទៀតអានឈីយកកាមេរ៉ាសវត្ថិភាពទាំងអស់នៅក្នុងភូមិគ្រឹះមកឲ្យយើងមើលយើងចង់ដឹងថាហេតុអីក៏ស្រីម្នាក់នេះចូលមកចិត្តយើង ខ្ញុំប្រាប់ថាខ្ញុំមកទីនេះដើម្បីរលងតែលោកហ៊ានគេងជាមួយខ្ញុំទេ គួរឲ្យចាប់អារម្មណ៍ណាស់ ណាន់សុនពេលណារំលែកកិច្ចសន្យាភ្ជាប់ពាក្យជាមួយនាងបើបងនៅតែពញាពេលបែបនេះអូនខឹងហើយ អញក្មេងល្អចាំបោកឡើងកាន់តំណែងធ្វើជាអ្នកស្នងមរតកសិនតំណែងកូនប្រសាធ្វើសិននឹងខ្លាចជារបស់អូនហើយស្ដាប់អង្គម កូនប្រសាស្អាតណាស់មើលដល់ថ្នាក់មិនចង់ដាក់ភ្នែក មិនបាត់ទេណានសុនក្មេងនេះពិតជាមានសំណាងល្អមែន ណាន់សុនបងជាមួយលេខាបងនិយាយពីរឿងអីបងនឹងគេស្និទ្ធស្នាលបែបនេះអ្នកណាមិនដឹងគិតថាបងនឹងគេជាគូទៅដឹងនឹងគ្នាហើយ កាងារ អ្នកនាងស៊ឺយល់ច្រឡំហើយខ្ញុំគ្រាន់តែអបអរអ្នកទាំងពីរពិតមែនទេបើអញ្ចឹងខ្ញុំត្រូវអរគុណហើយប៉ុន្តែមនុស្សប្រុសនៅផ្ទះខ្ញុំគឺប្រកែកណាស់តែងតែមានស្រីដែលមិនស្គាល់ល្អអាក្រក់តាមស្អិតជាន់អ្នកនាងយល់អញ្ចឹងទេអ្នកនាងលេខា អានេះមនុស្សច្រើនណាស់កុំរកធ្វើលោកតាថ្ងៃនេះគឺជាថ្ងៃមង្គលធំរបស់កូនសិនខ្ញុំអាសុនជាចាស់ប្រុសច្បងរបស់ខ្ញុំអានេះគឺជាអ្នកមានគុណជួយសង្គ្រោះជីវិតខ្ញុំថ្ងៃនេះពួកគេទាំងពីរភ្ជាប់ពាក្យនឹងគ្នានេះគឺជារឿងល្អនៅលើរឿងល្អលោកតាខ្ញុំគិតលោកតាទៅល្អទៅអាពេលពីពេលចិត្តមកដល់ហើយអ្នកណារៀបរៀងក៏ដោយក៏ខ្ញុំនៅតែរៀបការចូលគ្រួសារសិនបានមានតែសិននាងឈិនម្នាក់គត់មិញនេះលោកខំខ្ញុំឈឺខ្លាំងណាស់អ្នកនាងស៊ឺធ្វើអីគេចំណែនមែនលើថាគ្រួសារធ្លាក់ខ្លួនក្រស្ថានភាពផ្លូវចិត្តម្ដាយមិនសូវនឹងណូប្អូនប្រុសដេកនៅមន្ទីរពេទ្យតែអាចរៀបការចូលគ្រួសារសិនវាសនាល្អមែនអ្នកនាងលេខាកុំបារម្ភណាន់សុនរបស់ខ្ញុំគាត់ល្អចំពោះខ្ញុំណាស់គាត់ពិតជាមិនឲ្យខ្ញុំជួបការលំបាកសូម្បីបបបង្គាក៏គាត់បកឲ្យដែរណាន់សុនអូនចង់ញ៉ាំបង្គា ឡអានេះញ៉ាំទៅ អ្នកនាងស៊ឺកើតអីហ្នឹងមិនអីទេត្រូវមុខខំ Walking the lines like you wanna go higher I love it, love it, love it, love it You wanna go high, watch it in the light To go real far អាឈិនលើកនេះត្រឡប់មកពីបរទេសវិញលែងមានគម្រោងត្រឡប់ទៅវិញហើយតើមែនទេ លោកតាទីផ្សារនៅបរទេសមានស្ថិរភាពហើយដូច្នេះបន្ទាប់ទៅខ្ញុំចង់យកចិត្តទុកដាក់នៅលើទីផ្សារនៅក្នុងស្រុកវិញ ត្រឡប់មកវិញគឺល្អខាងអាស៊ុនកំពុងតែខ្វះដៃជើងជួយបងប្អូនពួកឯងទាំងពីរត្រូវតែសហការគ្នាឲ្យបានល្អ បាទលោកតាអាឈិនឯងទើបតែត្រឡប់មកពីបរទេសគួរតែជាលើកទី1ហើយដែលបានជួបអ្នកបងឯងមិនដឹងថាឯងយល់យ៉ាងណាចំពោះអាពាហ៍ពិពាហ៍នេះ ប្អូនថ្លៃបានលោកចង់រៀបរៀងគឺតាន់ពេលណា គៀវរបស់លោក ឆ្ងាញ់មិនស្មើនឹងគៀវពេលធីបជាប់ពាក្យញ៉ាំគៀវគឺវាស័ក្តិសមបំផុតអ្នកបងកើតមកស្អាតថ្លៃថ្នូរបែបនេះបងប្រុសរបស់ខ្ញុំរៀបការជាមួយនាងក៏ចាត់ទុកថាជាសំណាងរបស់គាត់ណាស់ទៅហើយដែរ ឆ្កែឈ្មោលនេះពិតជាមិនចូលចិត្តគ្នាមែនពិធីភ្ជាប់ពាក្យនេះគឺមានតែខាងមាត់ទទួលយកសិនហើយ នេះគឺជាចិញ្ចៀនភ្ជាប់ពាក្យដែលកំពុងធ្វើជាពិសេសអរគុណលោកតាអានេះបងពាក់ឲ្យអូន នេះគឺជាត្បូងកណ្ដៀងដែលមិនទាន់ដិនជាវត្ថុកម្រដែលពិ ពាក់នៅលើដៃអ្នកនេះគឺល្អខ្ចោះដូចជាដៃអ្នកសិល្បៈយ៉ាងចឹង លេខាធីងតើស្អាតទេប្រកាសជាស្អាតអ្នកនាងស៊ឺរៀបការចូលគ្រួសារសិនបានពាក់អញ្ជើញមួយវងនេះជាសំណាងសំពីចិត្តមុនហើយខ្ញុំមិនអាចប្រៀបធៀបទេមិនដឹងថាត្រូវសំប្រាក់ខែប្រហែលខែតម្រាំទិញបាន រ៉ៃខេតស្មៀផុតពូយូរហើយបើលេខាឈឹងទិញបានចាត់ទុកថាជាសមត្ថភាពណា គ្មានចំណេះដឹងមែន ស្រីដែលមិនស្គាល់សង្គមជាន់ខ្ពស់ ខ្ញុំមិនស្រួលខ្លួនទេសំលីហើយអសិនអូននិយាយអីខមមិនទេអូនអត់ចេតនាទេ មិនអីទេកុំគិតច្រើន អ្នកបងមិញនេះខ្ញុំឆ្លើយខ្សែអង្កាំនេះខ្ញុំសូមជូនអ្នកបងតិចចុះចាត់ទុកថាជាការសុំទោសពីខ្ញុំ មើលទៅគេចង់កាត់ផ្ដាច់ទេ អ្នកបងមិនចូលចិត្តខ្សែអង្កាំទេហ៎
នេះមិនមែនជាខ្សែអង្កាំសូត្រធននៅវត្តទៀងឆាន់ទេមែនទេនេះ លើថាចាតការវត្តគោលឲ្យលេងឈិតតតដៃមនុស្សជាច្រើនចាំបានវាមិនបានផងវាមានតម្លៃ100លានជួរហើយ ចុះចិនអរគុណហើយលីងឈិន យកអារបស់គ្មានតម្លៃទៅបោះចោលទៅរបស់កូនក្រៅខោកខ្វក់ណាស់ ហេតុអី ម៉ែវាជាស្រីពេកចាស់មិនមែនមកពីលោកតាគិតថាមកគ្រប់គ្រងក្រុមហ៊ុនធំប៉ុណ្ណឹងមិនបានមានកន្លែងណាឲ្យសម្រាប់ឲ្យវាមកត្រឡប់មកទទួលស្គាល់ដូនតាវិញនោះ គេក៏ត្រកោសិនដែរអាសិនបងនិយាយចឹងមិនហួសហេតុពេកទេ ស្រីបោកប្រាស់នៅមានបេះដូងខ្លះដែរ យ៉ាងណាក៏ដោយសិតតែជារបស់ត្រកោសិនអូនចាត់ទុកថាបងឲ្យអូនទៅចោះរើបានរបស់ថោកថោកមិនល្អទេ នៅតែអូនឆ្លាត តែមិនច្រើនទេ អានីងបងប្រុសអញមករយៈនេះតើយ៉ាងម៉េចដែរគេនៅតែដែរពេលប្រាប់ថាសង្ឃឹមដឹងខ្លួនមានតិចណាស់អញកុំបន្ទោសខ្លួនឯងមិនមែនជាកំហុសអញទេគេគ្រោះថ្នាក់ដោយសារជួយខ្ញុំធ្វើគេទៅជាបែបនេះតែមិនអីទេឲ្យតែខ្ញុំរៀបការជាមួយត្រកោសិនខ្ញុំអាចជួយបងខ្ញុំបានហើយឲ្យតែខ្ញុំបានរៀបការជាមួយត្រកោសិនខ្ញុំអាចជួយបងខ្ញុំបានហើយលោកតាមិនចាក់នេះសុខភាពលោកតាល្អជាងមុន 2 ឆ្នាំមកនេះបានឲ្យដឹកក្បាលជួយមើលថែទាំតើដឹកច្បាស់គ្រប់ចិត្តចំពោះបងប្រុសឯងតើបានឲ្យគេដំណាំសិទ្ធដើម្បីយកថ្នាំពិសោធន៍ពិសេសហើយថ្នាំប្រភេទនេះមានធនធានកំណត់តើកូសិនចៃដនមានសិទ្ធនេះចាំពេលឲ្យរៀបការចូលមកកូសិនហើយនេះក៏ជាឱកាសបងប្រុសឯងដែរ ពិតមែនទេអរគុណណាស់លោកតា ជាគ្រួសារតែមួយមិនចាំបាច់គួរសមទេ ឯងនៅចង់រៀបការជាមួយសិនណានសុនទៀតទេប្រកាសជាអត់ហើយសិនណានសុនចង់ឲ្យខ្ញុំស្លាប់ខ្ញុំមិនអាចយកជីវិតទៅជូនគេបានខ្ញុំមិនអាចយកជីវិតទៅជូនគេបានគ្មានសិនណានសុននៅមានសុនលីងឈិនទៀតឯងថាម៉េចឮថាគេជាមនុស្សប្រងើយកតាមិនយល់មុខអ្នកណាឯងពឹងគេបានទេមិនហើយតកោសិនទៅផ្ទះដូនតាធ្វើពិធីសែនព្រេនគេស្នាក់នៅសន្តាគារអធិរាជក្បែរនោះឯងជួយស៊ើបរកបន្ទប់គេឲ្យខ្ញុំទោះជាគេឈានតិចគ្មានបេះដូងក៏ដោយក៏ខ្ញុំត្រូវយកគេឲ្យបានសៀវអ៊ីមិនថាបងខ្លាចពេលថ្លៃប៉ុណ្ណាក៏បងត្រូវជួយអញឲ្យបានគេនៅបន្ទប់លេខ3126គេជាមួយគេបានឬអត់ពឹងលើសមត្ថភាពអញហើយខ្ញុំស្លៀកពាក់បែបនេះមិនយល់ថាជ្រុលពេកទេទុកចិត្តចោះមនុស្សប្រុសចូលចិត្តបែបហ្នឹងខ្ញុំមានកាដូទុកជូនឯងរំភើបណាស់ Silent night, yeah. Only sound the pen and the pace. មិនក៏មករកខ្ញុំ ខ្ញុំមានរឿងខ្លះដែលត្រូវនិយាយជាមួយលោក Let's keep it slow. លោកសិនលោកប្រញាប់យ៉ាងនេះហេ ជាធម្មតានាងតាក់ទាញមនុស្សប្រុសបែបនេះរហូតមែនទេ អេដេរឆាន អានឈី បាត់ទ្វារភ្លាម យកកាមេរ៉ាសុវត្ថិភាពមកបន្ទប់យើង សិនលីង យកមកឥឡូវនេះលឺទេ លោកគឺជាឆ្កែឈ្មោលដេរឆានពាក់សមមុខមនុស្សដុំតកកបោកប្រេះ អូនស្រីស្អាតមែនតើចង់ឲ្យបងពិនិត្យរាងកាយជូនដែរទេហ្នឹង ជាផ្លែង អានលេសហណានតានាងស្លៀកពាក់សេស៊ីបែបនេះនៅលេងខ្លួនធ្វើជាបរិសុទ្ធស្អីទៀតនាងតែខ្លាយមកខ្ញុំមានលុយក៏មកគេទុកមកឲ្យហើយមិនចង់បាន អញប្រកាសនិយាយមែន លេងបែបនេះតាមមែនទេហ៎ ខ្ញុំ មក អញ អត់អាចចា ចាំមុខយើងឲ្យច្បាស់ថ្ងៃក្រោយបើហ៊ានលុកលាន់យើងទៀតយើងដាល់អញតតែបែកមុខ បងប្រុសខ្ញុំខ្លាច ខ្ញុំទេដែលគួរតែជាអ្នកខ្លាច លោកសិនខ្លួនលោកក្រអូបណាស់ អ្នកប្រុសសិនមិនបែរទេអ្នកប្រុសសិនអ្នកប្រុសសិនខ្ញុំមិនថានេះជាមនុស្សរបស់អ្នកប្រុសទេអ្នកប្រុសជាអ្នកធំមិនប្រកាន់អ្នកតូចដូចខ្ញុំទេ ចេញ អរគុណតើ ខ្ញុំដឹងថាលោកមិនប្រងើយកតៅលើខ្ញុំទេលោកច្បាស់ជាមានអារម្មណ៍លើខ្ញុំ
ញ៉ាយបងប្រុសរួចហើយក៏មកញ៉ាយប្អូនប្រុសទៀតនាងចង់ធ្វើស៊ីទាំងពីរនាក់ មិនយកអ្នកផ្សេងទេគឺយកតែលោកបានទេ ចង់លេងជាមួយភ្លើងខ្ញុំបំពេញបំណងនាង It's just you got me, still I can't believe what you say. Quaking at the knees, what will you do to me? I can see pain, you can guarantee. Vicious, you got me. នេះ លេងសាហាវណាស់ ការប៉ិនសិនលីងឈិនដែលរឆានស្រីស្អាតនៅលើក្រែអត់យកភ្នែកមើលទេ ខ្ញុំមិនចាប់អារម្មណ៍ជាមួយនឹងមនុស្សស្រីដែលប្រគេនដល់កន្លែងនោះទេ លោកលេងខ្ញុំ នាងគ្មានសោទេ ខ្ញុំហើយមិនអីទេខ្ញុំមើលឃើញហើយតែទៀតពេលលោកលេងឆ្អែតលោកជួយដាក់ខ្ញុំព្រោះអត់សិនពេលព្រឹករបស់ខ្ញុំហើយ បើចិនព័ត៌មានបងឲ្យខ្ញុំស៊ើបបានហើយអ្នកនេះស៊ើបប្រហែលជាដឹងពីតំណែងរបស់អ្នកទាំងពីរហើយលើនេះមករបស់ភ្លាមប្រហែលជាដើម្បីសងសឹកម្យ៉ាងទៀតបងប្រុសរបស់អ្នកនាងស៊ីស៊ីវអ៊ីគឺជាមនុស្សរោគជាតិតាំងពី2ឆ្នាំមុនមកម្លេះហើយចៃដន្យតកូសិនមានការស្រាវជ្រាវថ្នាំថ្មីដើម្បីព្យាបាលដូច្នេះទើបនាង ដូច្នេះនាងមករកយើងដើម្បីរឿងនេះហ៎ហើយប្រាប់តែកម្មវិធីពេទ្យទៅធនធានវិទ្យាសាស្ត្រទាំងអស់ឲ្យទៅនាងដោយផ្ទាល់លេទេ បងត្រឡប់មកលើកនេះគឺដើម្បីដណ្ដើមអំណាចពាក់ព័ន្ធជាមួយអ្នកនាងស៊ីជ្រៅពេកខ្លាចតែមិនសម ហើយទៅចុះពលុតបរិយផង បាទ សិនឲ្យឯងក្បត់ខ្ញុំឲ្យឯងប្រើប្រាស់ខ្ញុំឲ្យឯងសម្លាប់ខ្ញុំសិនណានសុនកុំតែ ដេកលើក្រែខ្ញុំបាយជាឲ្យឈ្មោះមនុស្សប្រុសផ្សេងសិននេះនាងឆ្លាញ់សិនណានសុននៅហ៊ានមករញ៉េរញ៉ៃជាមួយខ្ញុំក្នុងភ្នែកនាងខ្ញុំជាស្អីឲ្យប្រកាសជាឧបករណ៍សងសឹកណានសុនមែនទេកុំតិចកាមេរ៉ាសុវត្ថិភាពសន្តាគារចោល screenshot ផ្ញើចូលក្នុងក្រុមអនាមិកនាងមិនមែនរងចាំសិនណានសុនទេអញ្ចឹងព្រឹកស្អែកឲ្យគេមកចាប់សហាយស្មន់ដោយផ្ទាល់នាងថាយ៉ាងម៉េចដែរ ចេញនេះមិនមែនជាបន្ទប់សិនលីងឈិនទេសឿននេះមិនក៏ទៅទីនោះ មនុស្សស្រីម្នាក់ជប់កណ្ដាលគ្រាទៅរកប្អូនប្រុសរបស់បងបានមិនសមការលួងលោមគឺ សឿននេះស្រីថោកទៀតនេះមិនស្មានថាហ៊ានលួចលាក់ជាមួយនឹងសិនលីងឈិនទេ ណាន់សុនកំខាញ់អីណាអានេះធ្វើបាត់នេះគឺផ្ដល់ឱកាសឲ្យបងបើសិនជាលោកតាដឹងច្បាស់ជាទាត់ក្បាលសិនលីងឈិនចេញពីបញ្ជីមរតកជាមិនខាននោះទេដល់ពេលនោះមិនចាំបាច់យកការជាមួយនាងដើម្បីរក្សាតំណែងទៀតឡើយ អូ នាងពិតជាផ្ដល់ឱកាសល្អមួយឲ្យបងមែនអញ្ចឹងបងគួរតែទៅមើល account មួយនេះដល់តភ្នែកហើយសិនលីងឈិនឆាប់ទៅភ្លាមមក មិនភ្លឺហើយសិនលីងឈិនដែលរឆាននេះបែរជាមិនដាក់ខ្ញុំ អានេះនៅលើក្រែរបស់ឯងតាមមែនទេនាងគឺជាបងថ្លៃរបស់ឯងសូម្បីតែនាងក៏ឯងហ៊ានប៉ះពាល់ដែរឯងឈួតហើយតាមមែនទេឯងចាំមើលណា សិនលីងឈិនលោកមុតទឹកមែនទេលោកឆាប់ប៉ុនតែណាន់សុនមកហើយកុំឲ្យគេដឹងថាខ្ញុំនៅទីនេះមិនចឹងគេយល់លេះរករឿងហើយ សឿននេះនាងស្រីថោកទៀតនេះហ៊ានលួចលាក់ជាមួយនឹងសិនលីងឈិនផងវាណាវាត្រាស់ហើយវានឹងងុយទឹកតាមមែនទេនាងនៅចេះខ្មាស់គេទេ ណាន់សុនខ្ញុំនៅទីនេះតែម្នាក់ឯងហេតុអីសង្ស័យថាខ្ញុំនឹងលីងឈិនជាសហាយ មិនអាចត្រួតទេនេះគឺជាបន្ទប់របស់សិនលីងឈិនយំមិនកាមេរ៉ាសុវត្ថិភាពនៅជាប់នេះត្រូវបានគេលុបចោលអស់បាត់ទៅហើយនេះហ៊ានថាមិនមែនជាស្នាដៃរបស់នាងមនុស្សទៅណាបាត់ហើយ បើបងនៅបែបនេះទៀតខ្ញុំខឹងមែនតើហើយ នាងសារភាពតាមត្រង់មកនាងលួចលាក់ជាមួយនឹងសិនលីងឈិនតាមមែនទេ ខ្ញុំយកមិនខានសន្តាគាររៀបចំឲ្យនៅទីនេះខ្ញុំមិនដឹងថាបន្ទប់នេះជារបស់លីងឈិនបងសម្អាងអីចាប់ខ្ញុំបែបនេះខ្ញុំបានធ្វើអីខុស ឈប់ទៅលោកតាគឺជើងអស់អានេះមកស្នាក់នៅទីបើអាចចង់ស៊ើបជើងទៅក្នុងនាមជាកូនចៅតកូសិននិយាយស្ដីអីត្រូវតែមានភ័ស្តុតាងកុំចេះតែចោទប្រកាន់គេផ្ដេសផ្ដាស់រករឿងលោឡានេះគឺជាអ្នកស្នងមរតករបស់តកូសិនលោកតានេះមានរឿងអីអបកតទៅព្រឹកមិញនេះត្រូវទៅកន្លែងដូនតាដុតធូបនៅទីនេះគឺចិត្តបំផុតយើងខ្លាចអាននីងចេញពីធ្វើការវិញពិបាកធ្វើដំណើរទើបជើងឲ្យគេស្នាក់នៅទីនេះព្រោះសន្តាគារនេះនៅជិតផ្ទះដូនតាយើងក៏បានឲ្យគេរៀបចំបន្ទប់ដើម្បីឲ្យនេះស្នាក់នៅទីនេះ លោកតាអរគុណដែលជួយបញ្យល់កិច្ចជំនួសខ្ញុំ អាឈិនព្រឹកមិនទៅផ្ទះដូនតាបាត់ហើយសុទ្ធធ្វើតែពីព្រឹកមកម្លេះអាយទៅផ្ទះពីនេះក៏មករករឿងគេបែបនេះអាយមិនចេះខ្មាស់គេទេមិនមែនទេលោកតាសុំទោសនេះព្រាបទៅ
អានេះបងសុំទោសគឺមកពីបងស្រឡាញ់អូនពេកទើបបងមកវិញស្មារតីមួយពេល សិនណានសិនបើបងខ្វល់ពីខ្ញុំពិតមែនបងមិនគួរសង្ស័យទេលោកតាខ្ញុំត្រៀមចាំឲ្យបានអត់ទុកសិនហើយឲ្យតែខ្ញុំអាចជួយបងប្រុសខ្ញុំបានធ្វើអ្វីក៏ខ្ញុំធ្វើដែរ ប្រាថ្នាចង់បានបេះដូងមនុស្សម្នាក់កាន់ដៃគ្នារហូតដល់ចាស់ លើថាចិត្តមុនងាកមើលគ្នា500ដងទើបបដោះបានជួបគ្នាម្ដងនៅចិត្តនេះអាឈិនលោកថាពួកយើងមាននិស្ស័យទេសូមឲ្យធុកមួយសរសៃនេះជូនពរជ័យដល់ខ្ញុំសូមឲ្យអ្នកដែលខ្ញុំចូលចិត្តគេចូលចិត្តខ្ញុំវិញចូលចិត្តដល់ថ្នាក់គេខ្វះខ្ញុំមិនបានអាឈិនលោកយល់ថាទេវតាបំពេញបំណងឲ្យខ្ញុំទេសិននឹងឈិនលោកកើតអី ពាក្យដែលនាងនិយាយមិញនេះកុំចេះតែនិយាយព្រាសប្រាសនៅចំពោះមុខទេវតានិយាយតែពាក្យពិតទៅបានហើយ ខ្ញុំមិនឃ្លានណាជាពាក្យមិនពិនរឿងនៅសន្តាគារលោករៀបចំមែនទេលោកប្រច័ណ្ឌមែនទេក៏ប៉ុន្តែខ្ញុំចំពោះអ្នកដែលខ្ញុំស្រឡាញ់ខ្ញុំតាមចិត្តគាត់ណាស់ សឺនីងកុំបង្ខំឲ្យខ្ញុំចាប់នាងនៅនឹងកន្លែងណា ចាំចាប់នៅទីណានៅទីនេះហេ ខ្ញុំស្អប់បំផុតមនុស្សដែលមានចិត្តមិនស្មោះនាងចង់សងសឹកសិនអានស៊ុនឥឡូវបំណងរបស់នាងបានសម្រេចហើយពួកយើងទាំងពីរនាក់គួរតែផ្ដាច់ទំនាក់ទំនងនឹងគ្នាទៅ អាឈិនខ្ញុំចូលចិត្តលោកពិតមែនមនុស្សដែលហ៊ាននិយាយកុហកនៅចំពោះមុខទេវតាខ្ញុំមិនចាប់អារម្មណ៍ទេថ្ងៃក្រោយកុំមករកខ្ញុំទៀត គិតថាខ្ញុំចង់ចំណាយពេលលើលោកណាស់ហើយឆ្កែឈ្មោលសំណាងហាក់ដែលមិនបងខាន អានេះពិធីភ្ជាប់ឯកជាមួយនឹងអាស៊ុនរៀបចំរួចរាល់ហើយតើបើពិចារណាបង្កើតចៅទូតឲ្យតាចាស់ម្នាក់នេះបានហើយនៅហ៎លោកតានិយាយត្រូវយប់នេះខ្ញុំនឹងនាំអានេះទៅបន្ទប់ពិភាក្សារឿងនេះឲ្យបានល្អ លោកតាពេលថ្ងៃនេះខ្ញុំផ្ដាសាយយប់នេះប្រហែលជា អញ្ចឹងរត់តែគួរឲ្យបងមើលថែអូនឲ្យបានល្អហើយតើសង្ឃឹមថានឹងបង្កើតចៅទូតឲ្យតាឲ្យបានឆាប់លោកតាមានប្រសាអត់ចេះប្រយ័ត្នបងអូនខ្លាចគេនៅទីនេះគេស្ដាប់ឮគេទៅទាល់ហើយមិនដែរទេអាឈិន ខ្លាចអីគ្រួសារតែមួយមានអីគួរឲ្យប្រយ័ត្នរឿងនេះសម្រាប់អញ្ចឹងចោះចាប់ពីយប់នេះទៅពួកឯងត្រូវគិតគូរពីរឿងបន្តពូជពងហ៎ ឲ្យនេះបង្កើតកូនឲ្យខ្ញុំក្រៅពីរៀបការជាមួយខ្ញុំនេះគ្មានចម្រេះទេចាំតំណែងអ្នកស្នំរត់ថឹកថេហើយខ្ញុំនឹងតតក្បាលស្រីថោកទៀបម្នាក់នឹងចោលព្រីមហើយខ្ញុំនឹងទៅនៅជាមួយអ៊ីង សិនណានសុនច្បាស់ជាមកសិនលីងឈិនច្បាស់ជាមិនឈរមើលនឹងភ្នែកទេមិនបានត្រូវតែបង្ខំឲ្យគេចេញមកគេសុកចិត្តឈរមើលបងប្រុសគេប៉ះពាល់ខ្លួនប្រានខ្ញុំទេសិនលីងឈិនមនុស្សវាយរឹងតែមិនមានតែខ្ញុំត្រូវចាត់ការខ្លួនឯងឲ្យទៅបាន ស្រីម្នាក់នេះធម្មតាមិនអត់ខ្ញុំប៉ះពាល់ផងយើងមិនត្រូវតែដេកជាមួយនេះឲ្យបានអានេះបងនឹងថានេះគឺជាលើកទី1របស់អូនកុំខ្លាចអីបងនឹងថ្នមបងរងចាំពេលនេះយូរហើយ មិនបានទេឥឡូវនេះមិនដល់ពេលទេ អូនព្រមឲ្យបងប៉ះឬក៏អត់ឬមួយកូនមិនព្រមឲ្យបងប៉ះជារៀងរហូត មិនយ៉ាងអាចទេអូនគ្រាន់តែនៅមានការខ្មាស់អៀនតាំងពិតមិនឲ្យមនុស្សប្រុសពឹងលើបានជ្រូកញីក៏អាចឡើងលើដើមឈើដែរយប់នេះថ្ងៃសំខាន់បែបនេះយ៉ាងណាក៏ត្រូវផឹកស្រាមួយកែវដើម្បីបរិយាកាសតែល្អទេបងចាំអូនតិចណាពិតជាចេះរៀបចំមែន
យប់នេះគឺអូនចង់ឲ្យបងមានបទពិសោធន៍មួយដែលពិសេសបំផុតបងនឹងធ្វើឲ្យអូនស្រួលខ្លួនមិនកំវល់មុខមកឡើយប្រហែលជាដោយសារបងញ៉ាំវាលឿនពេកហើយបើមិនមែនថ្នាំមួយដែលបញ្ចេញប្រសិទ្ធភាពលឿនយប់នេះយើងនឹងវាយឯងដូចវាយក្បាលជ្រូកអ្នកបងមានអារម្មណ៍ល្អណាស់តាទើបតែដាក់ថ្នាំឲ្យដេកម្នាក់ក៏រត់មកអោបម្នាក់ទៀតអ្នកណាទៅដែលមានអារម្មណ៍ល្អដូចជាលោកម្ចាស់សិននោះយកអត់ទេឲ្យមិនព្រមដេកពួនមកស្ដាប់គេនៅនឹងមាត់ទ្វារពិតជារស់និយមមែនលោកមកយូរហើយមែនទេការពិតលោកបានឃើញរូបថតដែលខ្ញុំផ្ញើឲ្យលោកតែលោកទ្រាំមិនបានមនុស្សប្រុសណែមាត់គឺមិនដូចចិត្តទេមាត់និយាយថាមិនព្រមតែការពិតសកម្មភាពលឿនជាងអ្វីទាំងអស់នេះយល់ច្រឡំហើយខ្ញុំគ្រាន់តែដាក់កាត់គ្រាន់តែរូបថតមួយសន្លឹកចង់ឲ្យខ្ញុំជួយដោះស្រាយបញ្ហាដើមទុននាងដូចជាធូរថ្លៃពេកហើយគួរស្ដាយសិនណានសុនត្រូវបានខ្ញុំចាត់ការហើយរឿងដែលនៅសល់លោកមិនចាំបាច់ខ្លាចលោកតាចង់ឲ្យខ្ញុំបង្កើតចៅឲ្យគាត់តែតែមានវិធីបោកបញ្ឆោតបានលើក្រោយនាងអាចដាក់ថ្នាំឲ្យគេគេងប្រមាណដងទៀតគេសុំនឹងថ្នាំហើយបដូរល្បិចថ្មីសម្ដែងទៀតអេលោកឈួតហើយហើយរលងពេកឃើញហើយទៅភ្នែកណាហើយរលងពេកឃើញហើយទៅភ្នែកណាគេបានន័យថាម៉េចខ្ញុំមានអារម្មណ៍ថាគេប្រច័នច្បាស់ណាស់យ៉ាងណាមនុស្សស្រីមិនគួរតែចិត្តគ្នាពេកទេអ្នកបងគួរតែចេះស្រឡាញ់ខ្លួនឯងខ្លះផងលោកម្ចាស់កុំលួចស្ដាប់អីក្មេងៗគេស្រឡាញ់គ្នាគេចេះខ្មាស់អៀនលោកម្ចាស់ធ្វើបែបនេះមិនសមទេយើងគ្រាន់តែស្ដាប់លេងតើយើងចង់ដឹងថាណានសុននឹងមានសមត្ថភាពឬក៏អត់គ្មានសមត្ថភាពសោះបើនាងខ្លាចគេចាប់បានមែនមិនក៏មិនសម្ដែងឲ្យដូចបន្តិចទៅបាត់មាត់គូស្នេហ៍ស្រឡាញ់គ្នាណាត្រឹមត្រូវបែបនេះឬមួយក៏ឆ្លោះគ្នាមិនទំនងទេណាន់សុនណែបងថ្នមអូនតិចមើលបែបនេះគឺក្តៅកកពេកហើយបែបនេះសមជាអ្នកស្រឡាញ់គ្នាបាទពួកយើងទៅវិញទៅបញ្ចេញសម្លេងបានពីរោះគ្រាន់បារឿងជប់នេះលោកក៏បំភ្លេចចោលទាំងអស់មនុស្សល្ងងមិនក៏វិលមុខមកឡើយងាប់ហើយមិនក៏ដេកលក់បែបនេះសឹងនេះមួយរយៈនេះកាន់តែផ្លាយទៅហើយការពារខ្លួនពីខ្ញុំដូចការពារចៅមិនបានទេខ្ញុំត្រូវតែឆាប់ចុះសម្រាប់ពីជាមួយនាងអ្វីដែលនាងឲ្យតម្លៃបំផុតគឺបងប្រុសរបស់នាងអញ្ចឹងខ្ញុំត្រូវស្អាយចាប់ផ្ដើមពីវានៅនាងសឺជំងឺរបស់សឺអ៊ីកាន់តែធ្ងន់ធ្ងរហើយស្ថានភាពមិនល្អនោះទេហើយថ្នាំពិសេសក៏មិនដល់មន្ទីរពេទ្យហើយប៉ុន្តែត្រូវការសមាជិកគ្រួសារសិនមកចុះហត្ថលេខាដោយផ្ទាល់ទៅប្រើប្រាស់បានខ្ញុំនឹងប្រញាប់ចាត់ចែងទៅស៊ើបសិននេះថានេះមានរឿងអ្វីកើតឡើងឬក៏អត់អានេះលោកតាពេលរៀបថ្នាំហើយគ្រូពេទ្យថាត្រូវការស្ងប់ស្ងាត់ហាមមិនឲ្យអ្នកណាទៅរំខានទេបងប្រុសអូនចិត្តស្លាប់ហើយអូនត្រូវការឲ្យលោកតាចុះហត្ថលេខាឲ្យពិតជាមិនអាចទៅរំខានលោកតាបានទេម្យ៉ាងទៀតហត្ថលេខាឲ្យខ្ញុំចុះបានឲ្យតែអូនយល់ព្រមទៅចុះសម្រាប់ពីជាមួយបងគឺបានហើយចាំយកថ្នាំមកគម្រាមហ៎សិនណានសុនថោកទាបគួរឲ្យខ្ពើមអាសុនរៀបការគឺជារឿងធំអូនមិនអាចសម្រេចចិត្តឲ្យខ្លួនឯងបានបងប្រុសអូនប្រហែលជាមិនធ្ងន់ដល់ថ្នាក់នឹងទេអូនទៅពេទ្យមើលគេសិនណានសុនលោកជាមនុស្សគ្មានធម៌មេត្តាកុំបន្ទោសថាខ្ញុំអត់មនោសញ្ចេតនាសើនេះខ្ញុំនឹងរកចាំនឹងត្រឡប់មកវល់ខ្ញុំលោកសិនខាងមន្ទីរពេទ្យផ្ដល់ដំណឹងមកថាជំងឺរបស់សឺអ៊ីគឺធ្ងន់ធ្ងរសិនណានសុនមានចេតនាមិនឲ្យអនុម័តថ្នាំពិសេសគេជាមនុស្សឃើញស្លាប់ហើយមិនជួយម្យ៉ាងទៀតអ្នកនេះសឺមកដល់ហើយឲ្យនេះចូលមកត្រូវហើយទៅមន្ទីរពេទ្យយកថ្នាំពិសេសទៅឲ្យគេទៅបាទ
ឆ្កែឈ្មោលនេះរាងកាយគេមិនអន់មែនលោកកុំយល់ច្រឡំខ្ញុំមករកលោកនិយាយរឿងសហការជំងឺប្អូនប្រុសខ្ញុំចូលសង្គ្រោះបន្ទាន់ហើយមន្ទីរពេទ្យបញ្ជូនថ្នាំពិសេសមកហើយតែត្រូវការមនុស្សត្រកូលសិនចុះហត្ថលេខាណាន់សិនគេមិនយល់ព្រមទេគេនិយាយថាទោះតែរៀបការរួចសិនទើបគេព្រមជួយប្អូនខ្ញុំគ្មានមធ្យោបាយទេតែខ្ញុំដឹងថាត្រកូលសុនគឺមានតែលោកទេដែលសង្កត់ណាន់សុនបានខ្ញុំអាចជួយនាងចុះនាងវិញមានអីជួយខ្ញុំដឹងបំណងដែលលោកត្រឡប់មកវិញតំណែងសិនណាន់សុនលោកចង់បានមិនចឹងទេតែលោកប្រហែលជាមិនភ្លេចទេលោកតែឲ្យតម្លៃខ្ញុំណាអ្នកណារៀបការជាមួយខ្ញុំអ្នកនោះគឺអង្គុយលើតំណែងជាអ្នកស្នំមរតកត្រកូលសិនយ៉ាងរឹងមាំនាងមិនងាយខ្ញុំហ៎គិតថាខ្ញុំចង់បានក្រុមហ៊ុនត្រូវពឹងទៅលើមនុស្សស្រីម្នាក់មែនទេខ្ញុំនឹងលោករកអានគ្នាដូចជាមិត្តចាស់អាឈិនលោកមិនមែនចង់ឲ្យណាន់សិនបាត់បង់ការពេញចិត្តពីលោកតាទាំងស្រុងទេលោកទម្លាក់គេឲ្យចុះពីលើខ្នងសេះទៅនាងយកការដោះដូរមកធ្វើលេសយកខ្ញុំធ្វើជាក្តារលូនការដោះដូរបែបនេះខ្ញុំមិនត្រូវការតំណែងអ្នកស្នំមរតកខ្ញុំគង់តែបានអង្គុយទេមាននាងឬក៏អត់គ្មានអ្វីខុសនោះទេតែពេលនេះអ្នកជួយខ្ញុំបានគឺមានតែលោកម្នាក់គត់ខ្ញុំសូមវល់លោកណាអាឈិនតើតើមានរឿងសំខាន់ទើបនាងមករកខ្ញុំមែនទេមកនេះមករឿងបងប្រុសខ្ញុំគឺមិនទាន់ពិតមែននាំនាងចេញអ្នកនេះសុំចេញពេលណាទើបនាងយល់អ្វីដែលខ្ញុំចង់បានគឺបេះដូងរបស់នាងអ្នកនេះគ្មានបញ្ជាពីលោកសិនអ្នកនេះមិនអាចចោទទៅទេអាឡូលោកគ្រូប៉ែនបងខ្ញុំពេលនេះយ៉ាងម៉េចហើយខ្ញុំកំពុងតាក់ទងច្បាស់ជាតាន់ពេលអ្នកនេះថ្នាំបានប្រើតាំងពី1ម៉ោងមុនមកម្លេះអ្នកប្រុសទី2ត្រកូលសិនបានអនុម័តឲ្យផ្ទាល់សិនលីងឈិនលោកប្រកាសទេថា1ម៉ោងមុននេះត្រូវហើយខ្ញុំស្មានថាអ្នកនេះដឹងហើយតើល្អអរគុណលោកណាស់គេជួយខ្ញុំតាំងពីយូរហើយតែគេមិនបាននិយាយសំបីមួយម៉ាត់បានណាន់សុនគេមិនបានសម្រេចគេច្បាស់ជាមិនព្រមឈប់ត្រូវចាត់ការគេមុនទៅបានអាឈិនអរគុណលោកណាស់ដើម្បីបង្ហាញពីភាពស្មោះត្រង់ក្នុងការសហការយប់នេះត្រូវជូនកាដូលោកជាពិសេសនៅមានចិត្តខ្លះដែរលោកតាថ្ងៃនេះទទួលបានរូបថតទាំងអស់នេះគេប្រាប់ថាឲ្យយកលុយទៅដូរយក filter ពេលនោះខ្ញុំពិតជាមិនដឹងថាគួរធ្វើម៉េចដំណាក់ខ្ញុំចង់ទ្រាំប៉ុន្តែខ្ញុំយល់ថានេះជាកិត្តិយសគ្រួសារសិនទើបខ្ញុំទៅរកអាឈិនដើម្បីសួរយោបល់ពីគេចាំរឿងដោះស្រាយរួចចាំមកជម្រាបលោកតាខ្ញុំពិតជាមិនចង់ឲ្យលោកតាដឹងហើយខឹងទេប៉ុន្តែអាសុនគាត់បែរជាធ្វើបែបនេះលើខ្ញុំពិតជាតូចចិត្តណាស់លោកតាអត់ទេរឆាននេះនឹងមកតរៀបការផងគេហ៊ានតែតងស្រីពីខ្លោះខ្នងហើយអានេះហើយកុំបារម្ភបន្តិចទៀតពេលវាត្រឡប់មកវិញតានឹងជួយផ្ដាល់វាឲ្យបានល្អជំនួសឯងទៅរកសំណានសុនឲ្យមកជួបជើងចាស់លោកម្ចាស់សិននេះមកព្រមទៅស្មោះអាពីពីជាមួយខ្ញុំហើយទៅរកសិនលិនឈិននៅកន្លែងស្ប៉ាខ្ញុំនឹងធ្វើឲ្យនេះខូចឈ្មោះអានេះថ្ងៃនេះមិនក៏អន្តរអាឈិននៅកន្លែងស្ប៉ាលោកតាពួកគេម្នាក់ជាគុណនៅនឹងរបស់ខ្ញុំម្នាក់ជាបងប្រុសរបស់ខ្ញុំពួកគេតែពីធ្វើរឿងអាក្រក់បែបនេះធ្វើឲ្យខ្ញុំបាត់មុខមាត់អស់ហើយលោកតាត្រូវរកចិត្តទៅឲ្យខ្ញុំដាក់ទោសឆ្ងាយនៃឈ្មោះមួយគូនេះលោកតាល្អណាស់ឯងនៅមានមុខមកប្រាំងជើងទៀតឯងមើលថានេះជាស្អីទៅឆឹងអ៊ីនជាលេខារបស់ឯងពិតជាធ្វើឲ្យកូនសិស្សរបស់យើងនេះបាក់មុខអស់ហើយអាសុនបងយកច្រឡំលើអូនហើយថ្ងៃនេះអូនទទួលបានរូបថតទាំងអស់នេះអូនពិតជាមិនដឹងថាគួរធ្វើម៉េចដូច្នេះហើយទើបអូនទៅរកអាឈិនសំណាក់តែគេជួយដោះស្រាយទាន់ពេលមិនចឹងទេគឺជាការបង្កកំហុសធំហើយលោកតាមិនបាននេះទេរូបថតទាំងអស់នេះច្បាស់ជាមានការយកច្រឡំឲ្យជាមិនខានខ្ញុំមិនបានធ្វើនោះទេលោកតាខ្ញុំមិនដឹងធ្វើរឿងអស់ទាំងនេះទៅម្យ៉ាងទៀតទោះបីជាខ្ញុំខកក៏ដោយប៉ុន្តែពួកគេទាំងពីរមិនត្រូវជាឯងគ្នានោះទេហេតុអីក៏អាឈិនជួយនាងថ្នាំបងប្រុសនាងតើតាមរដ្ឋកោសិនចុះហត្ថលេខាទើបអាចយកចេញមកបានហេតុអីក៏អាឈិនត្រូវចុះហត្ថលេខាត្រូវប្រើធនធានរបស់កោសិនគេមិនមែនជាមតិចបំផុតទេថ្នាំស្អីលោកតាជំងឺរបស់សៀវអ៊ីធ្ងន់ណាស់ពេលនោះគឺលោកតាកំពុងតែសម្រេច
ខ្ញុំបានត្រូវឲ្យឈិនសួរនាំពីរឿងរូបថតក៏ឆក់ឱកាសឲ្យគាត់ជួយចុះហត្ថលេខាពេលនៅបន្តពេកខ្ញុំមិនបានគិតវែងឆ្ងាយ អ្នកបងក៏ចាត់ទុកជាមនុស្សរបស់តកូលសិនដែរជួយបន្តិចបន្តួចលោកតា ខ្ញុំពិតជាអរគុណលោកណាស់អាឈិនឆ្នាំនេះអាសុនអត់មានចេតនាឲ្យខ្ញុំទេខ្ញុំមានអារម្មណ៍ថាគេដូចជាចេតនារករឿងខ្ញុំ សុនអានសុនហើយបានធ្វើអីមិនបានច្បាច់នេះគ្មានរឿងចឹងទេលោកតាបងប្រុសយកតាមអានេះខ្ញុំក៏សប្បាយចិត្តដែរលោកតារូបថតទាំងនេះពិតជាមានការយកច្រឡំមែនខ្ញុំហើយនឹងឆាំងអ៊ីងគ្មានតំណែងតំណងច្បាស់លាស់ជាមួយនឹងគ្នាទេការនោះគឺនាងស្វឹងហើយនាងមកតាក់ទាញខ្ញុំមិនបានធ្វើអ្វីទាំងអស់ហើយមិនបានធ្វើឲ្យតាខប់អំឡុងលើទី1ទេគម្រោងកែប្រែក្រុងភៀកខាងត្បូងប្រកុលឲ្យខ្ញុំចាត់ការចោះមិនមែនទេលោកតាគម្រោងនេះខ្ញុំតាមដានរហូតមកខ្ញុំបានរៀបចំចិត្តកន្លះឆ្នាំមកហើយ ពេញចិត្តកាដូដែលខ្ញុំជូនទេ ធម្មតា សំដែង លោកតាថ្ងៃនេះខ្ញុំឆែកឆាំមួយពេលប៉ុន្តែគម្រោងមួយនេះខ្ញុំបានតាក់ទងនឹងរៀបចំកន្លះឆ្នាំមកហើយលោកតាឥឡូវនេះប្រកុលអាឈិនខ្ញុំនៅក្នុងក្រុមហ៊ុនឡើយមានតំណែងហើយអាឈិនត្រឡប់មកស្រុកវិញបានជួយការងារបន្តិចទេគម្រោងមួយនេះឲ្យតែគេចាត់ការគឺល្អបំផុតហើយហើយចាលោកតាខ្ញុំក៏អាចធ្វើបានដែរខ្ញុំមិនអន់ជាងគេនោះទេរឿងរូបថតលើកនេះយើងឲ្យរួចខ្លួនសិនចុះបើសិនជាមានលើកក្រោយទៀតយើងមិនអាចការពារឲ្យបានទេនៅតែលោកតាស្វែងខ្ញុំជាងគេមកផឹកទឹកសិនទៅសិនដេញឈិនយើងមិនឲ្យឯងសម្រេចបំណងទេនៅមានសិននេះទៀត លោកតាឃើញលោកតាមករយៈនេះរាសីភ្លឺថ្លាល្អណាស់ថែរក្សាសុខភាពបានល្អមែន 2 ឆ្នាំមកនេះបាទចៅនៅមើលថៃយ៉ាងជោគចិត្តទុកដាក់ថែមទាំងធ្វើឲ្យចៅនឹងណានសុនខាតបង់ពេលវេលាសាងស្នេហាជាមួយគ្នាបែបនឹងថ្ងៃណាជាបានចៅទូតធាត់ពួកនឹងគេ អេលោកតាមិនចឹងឲ្យចៅទៅធ្វើការនៅក្រុមហ៊ុនទៅដើម្បីចៅងាយស្រួលសាងស្នេហាជាមួយនឹងណានសុន នេះជារឿងល្អតើចៅចូលធ្វើការនៅក្នុងក្រុមហ៊ុនបង្កើតតំណែងតំណងជាមួយនឹងណានសុនឆាប់បង្កើតបានចៅប្រុសធាត់ឲ្យលោកតាពូលីង នេះលោកតាអរគុណលោកតាណានសុនលួចស៊ីមិនបានសម្រេចគេច្បាស់ជារកវិធីសំសឹកខ្ញុំចូលធ្វើការនៅក្រុមហ៊ុនងាយស្រួលតាមដានគេដោយផ្ទាល់ចាប់ផុសតាំងបានតតក្បាស់គេចេញ បងណានសុនអូនធ្វើជាស្រីលួចលាក់បងយូរណាស់មកហើយពេលណាទៅបងបាក់ចំហបានតែ កុំបញ្ញាពេកអូនសម្លាញ់ចាំមិនទៅបងដឹងថាអូនជាមនុស្សដែលយកចិត្តបងបំផុត អាសុន ងាប់ហើយមិនបាច់ជាមកទីនេះ អាសុន ពួនក្រំទៅហាមិនទេសម្លេងឆាប់ដែរ អាសុននៅទេអាសុនហេតុអីធ្វើមកភ័យបែបហ្នឹងឬមួយអូនមកអត់ត្រូវពេល មានណាប្រហែលជាមកពីបរិបទពេកអូនមកភ្លាមៗបាទនេះ ដូចជាមិនមែនជាក្លិនទឹកអប់របស់អូនប្រែង ពិតមែនទេអូប្រហែលជាមិនលេខខាងចង់យកឯកសារមកឲ្យប្រហែលជាចប់កាន់ហើយ ណាន់សុនថ្ងៃនេះលោកតាឲ្យអូនមករៀនសូត្រពីមុខចំនួនជាមួយបងត្រូវតែអង្គុយចិត្តបន្តិចងាយស្រួលក្នុងការរៀន មិនទាន់មកពេលនេះមិននៅផ្ទះមើលថាលោកតាឲ្យបានល្អរត់មកក្រុមហ៊ុនធ្វើអី បងភ័យអីហ្នឹងឬមួយបងខ្លួនឯងបានធ្វើអ្វីខុសឆ្គងលោកធ្វើរឿងផាត់ក្បត់ទេ មានហ่ะបងមិនអាចដូចមានស្រីបានទៅ អេអូនដូចជាចង់ត្រូវអីមួយយ៉ាង នេះឥឡូវនេះបងរវល់ការងារបន្តិចចាំបងចាប់ការងារបងត្រអូន អញ្ចឹងអូនចាំបង គ្មានបញ្ហាទេ ណាន់សុនមេរៀនថ្ងៃនេះជាល្បិចកម្ដៅសាច់ដុំថ្ងៃក្រោយធ្វើឲ្យលោកមានអាម៉ាស់បោកក្បាលចេញពីពិភពមួយនេះលោកធ្វើអី ជន់ត្រូវមករៀមដៃគេមិនក៏សប្បាយចិត្តម្ល៉េះ លោកតាមដានខ្ញុំមែនទេ ខ្ញុំមើលលខោនឆ្លៀតដាស់តឿននាងផងកុំលេងខ្លាំងពេកបានណានសុនតល់ច្រកខ្លាំងប្រយ័ត្នមានរឿងមិនគិតមកក្រុមហ៊ុន យ៉ាងម៉េចខ្ញុំបាននិយាយរួចហើយមិនចឹងទេថាចង់សហការជាមួយលោកបើជាដៃគូសហការប្រកាសជាត្រូវបង្ហាញពីភាពស្មោះត្រង់ហើយ នាងក៏ដឹងថាក្រុមហ៊ុននេះឥឡូវនរណាជាអ្នកធំទីនេះជាកន្លែងរបស់ណានសុនគ្រប់កន្លែងសុទ្ធតែជាមនុស្សរបស់គេនាងរត់មកធ្វើខ្លួនជាគោលដៅបែបនេះចង់ងាប់មែនទេ លោកកំពុងបារម្ភពីខ្ញុំទេអាឈិនលោកខ្លាចថាខ្ញុំមានរឿងអីហី សួស្ដីលោកសិន អានេះណាមានណាខាងនេះទេ មិនបានចាប់អារម្មណ៍នោះទេប៉ុន្តែមួយនាងឃើញអាការនយោសិនតូនដើរទៅខាងកាន វាមកជាន់ទី12ធ្វើអីការរយឡាយរបស់ខ្ញុំមិនមែននៅជាន់ទី10ទេ ឬមួយលោក
មិនហ៊ានទទួលស្គាល់ថាលោកបារម្ភពីខ្ញុំ អានីងអូនណាសិននេះឆ្កែញីឈ្មោះមួយកូននេះច្បាស់ជានៅទីនេះយើងនឹងឲ្យពួកឯងស្លាប់ដោយមិនអត់ទេសិននេះណាទូរស័ព្ទនៅទីនេះ អាសិនបងមកធ្វើអីទីនេះអូទូរស័ព្ទអូនជ្រុះនៅទីនេះសោះអរគុណបងហើយ អូនមិនមែនរបស់រៀបពីការងារក្រុមហ៊ុនទេ គឺអូនដើរមើលបរិយាកាសក្រុមហ៊ុនឲ្យច្បាស់ស្មានមកដល់ទេថាជ្រុះទូរស័ព្ទបានហើយបងទូរស័ព្ទទៅលេងឈិនធ្វើអី មិនអីទេគ្រួសារតែមួយតាសួរណាំលេង ដាក់ទូរស័ព្ទចុះចូលចរាយន្ត ហើយចុះលើ កុំបារម្ភខ្ញុំត្រឡប់ទៅការិយាល័យវិញ មិនដឹងថាពេលនេះគាត់ទៅវិញហើយនៅទេ មានខែ សិននេះថ្ងៃនេះមកក្រុមហ៊ុនឯងដឹងទេ នាងមករកបងមិនមែនមករកខ្ញុំទេខ្ញុំចាំបាច់អីត្រូវដឹង មិនអីទេគ្រាន់តែសួរនាំដាក់ចុះ អាសិនអរគុណដែលបងរកទូរស័ព្ទឃើញបាញ់ចឹងគ្មានអីទេអូនទៅធ្វើការសិនហើយ សិននេះខ្ញុំគង់តែចាប់ផុសតាមបានទេ អ្នកគ្រប់គ្រងស៊ីត្រូវការទឹកទេខ្ញុំទៅយក អូន ជូ មិន ន បាច់ទេ មិនអីទេ ខ្ញុំអរគុណហើយ អានីងនេះគឺជាឯកសាររួមបញ្ចូលគ្នារបស់ក្រុមហ៊ុនគឺសំខាន់ណាស់ត្រូវរក្សាទុកឲ្យបានល្អណាស់ហាមបាន ខ្ញុំដឹងហើយអេដៃកាត់អីហ្នឹងហាត់អីបានជាហាម មិនអីទេខ្ញុំដើរបុកច្រងតុកឲ្យចែកដន់តិចតួចប៉ុណ្ណោះ អូបាញ់ចឹងត្រូវប្រយ័ត្នណាស់របបដៃគឺមិនអីទេខ្លាចតែរបបខូចក្បាល ចាល្អខ្ញុំទៅសិនហើយ ឯកសារសំខាន់ហើយសម្ងាត់បែបនេះបើជាឲ្យបុគ្គលិកថ្មីថែរក្សាវាគឺជាអន្ទាក់ខ្ញុំហើយវាគឺជាអន្ទាក់ខ្ញុំហើយល្អអន្តែខ្ញុំមិនដែលធ្វើសង្គ្រាមគ្មានការត្រៀមទុកទេ សិននេះយកឯកសារគម្រោងរួមបញ្ចូលគ្នាមកគ្រប់គ្នានឹងពិភាក្សាគ្នាពីលក្ខខណ្ឌចុងក្រោយ ចម្លែកមែនបាត់ឯកសារទៅណា សិននេះឯកសារសំខាន់បែបនេះមិនគិតនឹងធ្វើឲ្យបានបើគម្រោងបាយធ្លាយបាត់បង់រាប់រយលាននឹងទទួលខុសត្រូវដែរទេ សិននេះការនោះធម្មតានេះមកក្រុមហ៊ុនប៉ុន្តែនេះចេះចង់មកឥឡូវធ្វើឯកសារសំខាន់បែបនេះបាត់នាងចង់ធ្វើយ៉ាងម៉េច អគ្គនាយកសិនលោកកំតាំងតែដាក់នាងពេងសិននាងប្រកាសជាគ្មានចេតនានោះទេ បាទនេះជ្រើសរើសមកធ្វើការនៅក្នុងក្រុមហ៊ុនច្បាប់គឺជាច្បាប់អ្នកណាក៏ដោយឲ្យតែធ្វើខុសត្រូវតែទទួលទោស សិននាងយ៉ាងណាក៏ទៅតែម្ដងថ្មីបុតភាសាប្រហែលជានៅខ្វះខានពួកយើងគួរតែយកយល់ដល់នាងតែ អគ្គនាយកសិននិយាយត្រូវជាអ្នកក្រៃមិនដឹងអីមកធ្វើរឿងដូចក្មេងមានដៃទៅកែខ្ញុំទៅចូលមកក្រុមហ៊ុនតំណែងខ្ពស់បែបនេះច្បាស់ជាគិតថាខ្ញុំចូលមកអាំងខ្សែហើយ ប្រកាសហើយមនុស្សទាំងអស់នៅទីនេះក្រៅពីនាងសត្វតែតស៊ូយ៉ាងតិច5ឆ្នាំ ដើម្បីកុំឲ្យគ្រប់គ្នាសង្ស័យទៀតថ្ងៃនេះខ្ញុំនិយាយឲ្យច្បាស់លាស់ខ្ញុំធ្វើការមានឯកសារបំរុងចំពោះឯកសារមួយនោះខ្ញុំបានស្កេនវាទុកដាក់ហើយទោះជាមានមួយត្រូវបាត់ក៏ខ្ញុំនៅមានឯកសារបំរុងមួយទៀតដែលខ្ញុំស្កេនទុកដាក់យ៉ាងស្រួល អញ្ចឹងទៅត្រូវនឹងមើលទៅមិនបាត់គឺល្អហើយ អ្វីដែលស្មានមកដល់នោះគឺលេខាឈឹងបានយកឯកសារទៅឲ្យខ្ញុំមិនយូរប៉ុន្មានក៏ត្រឡប់ទៅជួយរៀបចំទុកដាក់ខ្ញុំបន្ទាប់មកឯកសារក៏ត្រូវបានមិនយល់ថានេះជាការចែកដនពេកទេមែនទេ សិននេះនាងចង់មានន័យថាម៉េចនាងចង់លិបពណ៌ដាក់ខ្ញុំហ៎ ខ្ញុំមិនទាន់បាននិយាយអីទេហេតុអីក៏អ្នកនាងសារភាពបែបនេះ នាងច្បាស់គ្រាន់តែជាគម្រាមខ្ញុំនោះទេខ្ញុំបានលុបកាមេរ៉ាសុវត្ថិភាពអស់ហើយនាងគ្មានផតតាំងទៀតនោះឡើយអគ្គនាយកសិននេះជាការចាប់ប្រកាន់ខ្ញុំស្មោះត្រង់ចំពោះក្រុមហ៊ុនខ្ញុំមិនអាចធ្វើរឿងបែបនេះទៅ សិននេះពីដល់និយាយគ្រប់ម៉ាត់នេះត្រូវតែមានផុសតាំងច្បាស់លាស់នៅកន្លែងធ្វើការពាក្យចាប់ប្រកាន់មួយម៉ាត់គឺអាចបំផ្លាញបុគ្គលិកស្លូតត្រង់អូននឹងថាពេលនេះអូនកំពុងធ្វើអីទេអូនចាត់មនុស្សស្លូតត្រង់ហើយ ស្លុតត្រង់ហើយចុះខ្ញុំសូមឲ្យលោករត់ដៃគ្នាចាប់ប្រកាន់មែនទេលេខាឈឹងបើខ្ញុំពិតជាចាប់ប្រកាន់នាងមែនខ្ញុំសុខចិត្តលាលែងពីតំណែងនេះដែលមិនចាំបាច់និយាយច្រើនប៉ុន្តែបើខ្ញុំមានផតតាំងច្បាស់លាស់
បញ្ជាក់ថារឿងនេះជាស្នាដៃរបស់នាងអញ្ចឹងនាងយល់ថាតំណែងជាលេខារបស់នាងគួរតែអង្គុយបន្តទៀតដែរទេខ្ញុំអត់ទេខ្ញុំអត់បានធ្វើនោះទេចៃដន្យពេកហើយខ្ញុំធ្វើការគឺតែងទុកផ្លេចក្រោយឲ្យខ្លួនឯងជានិច្ចទម្លាប់ធ្វើអ្វីក៏ត្រាស់ទៅឧទាហរណ៍ដូចនៅកន្លែងធ្វើការរបស់ខ្ញុំបានដាក់កាមេរ៉ាអញ្ចឹងអស់លោកមែលការពិតគឺគេចូលទៅលួចពិតមែនមិនបានជាគេធ្វើអញ្ចឹងមើលតែលេខាខាងគឺជាអ្នកជាប់ពិតមែនហើយអ្នកធ្វើបែបនេះគឺចង់ទម្លាក់កំហុសអ្នកនឹងស៊ឺហើយលេខាឆាំសូមបញ្យល់តិចទៅខ្ញុំគ្មានចេតនាទេអូនាងមិនមែនមានចេតនាគឺមានអ្នកបញ្ជាមែនទេឬមួយឆាំងអីមិនក៏នឹងធ្វើរឿងបែបនេះខ្ញុំខំទុកចិត្តនាងប៉ុន្តែនាងធ្វើការក្នុងក្រុមហ៊ុនយូរហើយធ្វើក៏មិនដងអាចយកជល់បាននាងក៏គ្មានចេតនាដែរអគ្គនាយកសិនមុននេះលោកបាននិយាយថាមិនថាអ្នកណាធ្វើខុសទេគឺត្រូវដាក់ទោសមែនទេឬពេលនេះលោកគិតថាការពារនាងឲ្យបានធ្វើខុសត្រូវតែទទួលទោសខ្ញុំគិតថាអ្នកទាំងអស់គ្នាមិនមានយោបល់អ្វីទេខ្ញុំគ្មានយោបល់ទេពួកឡងចាប់ពីថ្ងៃនេះទៅដល់ដំណើរជាលេខារបស់ឆាំងអ៊ីងធ្វើការសង្កេតបន្ថែមបិទការប្រជុំចេញទៅបានហើយប្រធានសិនមកអាមិញនេះខ្ញុំលេចបានល្អទេល្អគឺល្អហើយពាក់ព័ន្ធនេះជាមួយនឹងខ្ញុំគ្រាន់តែល្អទេអីអំបញ្ញមិញនេះខ្ញុំបានកោះថ្មឲ្យរឹងបំផុតនៅក្បែរណានសុនចេញទៅហើយដូច្នេះលោកអាចដាក់មនុស្សរបស់លោកចូលមកបាននេះគឺជាលិខិតស្នើសុំខ្ញុំឲ្យទៅលោកតែលោកពេញចិត្តដែរទេខ្ញុំអាចចិត្តឲ្យគូសហការរបស់លោកបានទេនាងកំចាត់ឆឹងអ៊ីងដើម្បីការពារខ្លួនមិនក៏ថាជាការត្រួសត្រាយផ្លូវឲ្យខ្ញុំទៅវិញប្រធានសិនប្រាសម្ដីគ្មានន័យបានចំណេញឲ្យធ្វើរឹកទៀនទោះខ្ញុំធ្វើដើម្បីប្រយោជន៍ខ្លួនឯងប៉ុន្តែលទ្ធផលគូប្រជែងរបស់លោកគេបានបាត់បង់កូនចៅចំណិតម្នាក់ចេញទៅហើយលោកពង្រីកអធិបុលបានមិនល្អទាំងសងខាងទេមែនទេយ៉ាងម៉េចលោកខ្លាចជាដៃគូសហការរបស់ខ្ញុំឲ្យបោះបង់មិនបានត្រឹមតែចេះល្បីកប៉ិកប៉ុកកុំចាត់លេខាម្នាក់នៅមិនទាន់គ្រប់គ្រាន់ទេតើតែមានដាំទុនបែបណាទៅអាចធ្វើជាដៃគូសហការជាមួយលោកបានអង្គុយលើតំណែងលេខាធិការដល់ពេលនោះទើបនាងមានសិទ្ធិនិយាយជាមួយនឹងខ្ញុំយល់ទេតំណែងលេខាធិការគឺត្រូវពឹងលើលោកតាឲ្យទៅបានយើងធ្វើខ្លួនឯងលោកតាមករយៈនេះចៅរៀនការងារនៅឯក្រុមហ៊ុនបានច្រើនណាស់ពេលនេះលេខាឆាំងចេញទៅហើយក្រុមហ៊ុនធំបែបនេះតំណែងលេខាធិការគឺមិនអាចទុកទំនេរចោលទេចៅចង់និយាយរឿងហ្នឹងតើបានរៀបចំរួចរាល់ហើយជាអ្នកណាដែរគឺជាកូនស្រីតកូស៊ីជានឹងណាតកូស៊ីនិងតកូសិនពួកជាគឺស័ក្តិសមនឹងគ្នាថ្ងៃនេះតើបានរៀបចំឲ្យស៊ីជានឹងអាចិនណាជួបគ្នាចាំស៊ីជាបានធ្វើជាលេខាងាយស្រួលនឹងមកកាមមនុស្សចេតនាថាម៉េចត្រូវឲ្យឆ្កែឈ្មោលនោះណាត់ជួបប្រធានសិនលោកតាំងពីដើមមកចិត្តមិននៅនឹងខ្លួនសោះយ៉ាងម៉េចមិនពេញចិត្តខ្ញុំវាយមិនល្អមែនទេនេះស៊ីកន្លះម៉ោងនិយាយទូរស័ព្ទ8ដងពួកយើងទៅពីរនាក់ដូចតែគ្នាទេគ្មានវិធីនោះទេការងារសំខាន់ជាងបើពួកយើងមានគោលបំណងដូចគ្នាអញ្ចឹងការប្រកួតនេះមិនបាច់បន្តទៀតទេខ្ញុំមានមនុស្សដែលខ្ញុំចូលចិត្តនាងត្រឡប់ទៅប្រាប់តកូស៊ីវិញទៅថានាងមិនពេញចិត្តជាមួយនឹងខ្ញុំទេខ្ញុំក៏មិនចាប់អារម្មណ៍តាមរបស់គេដែរការសហការរវាងគ្រួសារយើងទាំងពីរបន្តទៅមុខឬមនោសញ្ចេតនាតាមនិស័យចាស់ប៉ុន្តែមនុស្សដូចប្រធានសិនដែលជាអ្នកកាន់សិលក៏ចេះរំភើបចិត្តរឿងស្នេហាដែរគឺជាកូនស្រីតកូនណាដែរតែប្រធានសិនខ្ញុំត្រូវសាកល្បងថាលីងឈិនចង់រៀបការជាមួយនាងស៊ីឬអត់បើគេមានបំណងចឹងមែនខ្ញុំមិនអាចធ្វើជាស្រីអាក្រក់បំបែកស្នេហាគេទេត្រូវតែរកវិធីផ្សេងមើលទៅមនុស្សដែលលោកចូលចិត្តមកដល់ហើយប្រធានសិនលោកចង់ដឹងទេថានាងចូលចិត្តលោកឬក៏អត់នៅនេះស៊ីជួយខ្ញុំប្រហែលជាមិនមែនមិនគិតផ្លាយតិចដែរផ្លាយម្ល៉េះនេះដែលជាសិនលីងឈិនដែលមើងមកដៃខាត់នោះដែរឬក៏អត់ហ្នឹងបងអូនថ្លៃបងអូនថ្លៃឃើញហើយស្មានមកដល់ទេថាអ្នកនាងស៊ីក៏នៅដែរខ្ញុំស្មានថាលីងឈិននៅម្នាក់ឯងរំខានអ្នកទាំងពីរហើយរំខានអ្វីតែពួកយើងទៅវាចង់មកក្តារអ្នកនាងស៊ីចង់លេងដែរទេមិនហ៊ានមកទិញស្នាដៃទេចាត់ដើមគឺខ្ញុំមានឯកសារឲ្យលីងឈិនជួយមើលតែងាយស្រួលទេងាយស្រួលលោកមិននេះវាជាការវិវត្តថ្មីរបស់គម្រោងដែលយើងត្រូវតែនៅបរទេសគ្រាន់តែរឿងប៉ុណ្ណឹងធ្វើឲ្យនាងរត់មកដែរអូមិនមែនទាំងអស់ទេដែលសំខាន់គឺលោកតានិយាយពីរឿងរបស់លោកជាមួយកូនស្រីត្រកូលស៊ី
ខ្ញុំយកបាននេះអ្នកនាងស៊ីទាំងស្អាតហើយមានសមត្ថភាពទៀតលោកយល់ថាអាចទៅរួចទេ នាងចាប់ផ្ដើមខ្វល់ពីរឿងអាពាហ៍ពិពាហ៍របស់ខ្ញុំតាំងពីពេលណា យ៉ាងណាពួកយើងមានតំណែងពិសេសខ្ញុំគ្រាន់តែចង់ដឹងថាថ្ងៃក្រោយប្អូនថ្លៃរៀបការជាមួយប្រពន្ធបែបណាដូច្នេះលោករៀបការជាមួយនាងទេ កំពុងតែស្វែងយល់ម្យ៉ាងទៀត ហើយគេមិនទាន់ចង់រៀបការមែនទេមើលតែខ្ញុំនៅមានឱកាសបាត់លោកមិនទាន់សម្រេចចិត្តទេខ្ញុំក៏មិនសួរលោកទៀតដែរប៉ុន្តែឯកសារនេះលោកត្រូវមើលច្បាស់លាស់ពីព្រោះនៅក្នុងឯកសារមួយនេះវាមានអ្វីដែលលោកចង់បានជាទីបំផុត មើលទៅប្រធានសិនជាអ្នកកាន់សិលមិនត្រឹមតែរំភើបរឿងស្នេហានោះទេនៅចូលចិត្តឲ្យគេញ៉ាយទៀត ចឹងឯកសារទុកនៅទីនេះសិនចាស់អ្នកទាំងពីរនិយាយគ្នាតាមសម្រួលខ្ញុំមិនគួររំខានទៀតទេក្រុមតែគោភ្នំមិនឲ្យខ្លាចភ្ញាក់ដុំតកកដូចគេមិនអាចរំភើបចឹងត្រូវប្រើថ្នាំខ្លាំងឲ្យគេចង់ចាំអ្នកបងដូចខ្ញុំនេះមួយជីវិតត្រូវហើយបំណុលចាក់ខ្លាំងកុំទៅដល់ពេលទូទាត់ទេអូបន្លាយពេលយូរមិនល្អចំពោះអ្នកណាទាំងអស់ ស្រីម្នាក់នេះគួរឲ្យស្រឡាញ់ណាស់ខ្ញុំសឹងតែលងស្រឡាញ់យ៉ាងហើយប៉ុន្តែនាងដូចជាមិនតន់យកចិត្តលោកនៅឡើយទេប្រធានសិនលោកត្រូវតែខំតិចហើយណា ការភ្ជាប់ពាក្យរបស់ពួកយើងទុកជាអាសាប បញ្ញាប់ធ្វើស្អីបញ្ជាពេលសិនតាក្រែងលោកអាចជួយលងសារលបងចិត្តស្មោះរបស់នាងបាន អ្នកនាងស៊ីជួយខ្ញុំប្រហែលជាមិនគិតថ្លៃទេដឹង ប្រធានសិនពិតជាឆ្លាតមែននៅចំនួនគ្មានផលប្រយោជន៍មិនក្រៅពីបលឹមនោះទេខ្ញុំចាំបានដីខាងលិចក្រុងយ៉ាងម៉េចដែរ យល់ព្រម សហការរីករាយចាំមើលល្ខោនល្អមើលទៅ surprise រៀងកាយដល់តាក់ទាញមួយនេះយប់នេះត្រូវយកឲ្យបានខ្ញុំត្រូវតែឆក់ឱកាសតន់គេមិនទាន់មានតំណែងតំណងច្បាស់លាស់ជាមួយអ្នកនាងស៊ីបើមិនអញ្ចឹងទេគេពិតជាខ្លាចជាគោទៅដឹងរបស់អ្នកនាងស៊ីពេលនោះតំណែងជាលេខាធិការក៏ខ្ញុំត្រូវលារហូតដែរ តាមធំមិនតូចទេនៅហ៊ានដើររាតត្បាតផ្ទះតកូលសិនទៀត ខ្ញុំថ្ងៃមិញដូចជាបំផ្លាញការណាត់ជួបរបស់ប្អូនថ្លៃហើយតែត្រូវប៉ះប៉ៃយកសំណងមកជូនជាពិសេស សំណងឯនៅឯណា បាននៅឆ្ងាយដល់ជើងមេឃតែបាច់ចិត្តនៅចំពោះមក នាងចង់និយាយថាគឺនាងឯង ស្រីស្អាតក្រអូបឈ្ងុយនៅក្នុងរង្វង់ដៃលោកបាច់ជាមិនរំភើប នាងសុកសុកមករកខ្ញុំយ៉ាងម៉េចនាងរំភើបចិត្តហើយ ប្រកាសជារំភើបហើយស្រឡាញ់តាំងពីជួបលើកដំបូងលោកសិនខ្ញុំមិនត្រឹមអាចធ្វើជាប្រពន្ធលោកទេថែមទាំងអាចធ្វើជាដៃគូសហការលោកទៀតមិនល្អទាំងសងខាងទេ ដូច្នេះអ្វីដែលនាងឲ្យតម្លៃគឺការសហការមែនទេ តែមានបញ្ហាអីជាប្រពន្ធផងជាដៃគូសហការផងទាំងពេលនេះគឺល្អហើយ ស្រីម្នាក់នេះដូចជាមិនតន់យកចិត្តលោកនៅឡើយនោះទេប្រធានសិនលោកត្រូវតែខំប្រឹងបន្ថែមទៀតហើយណា រៀបតែទឹកខ្មុំមួយពេលមានតម្លៃស្មើមាស 1000 ដំឡឹងលោកសិនកុំឲ្យខាត់ពេល សម្លាងនេះមានតម្លៃពេកហើយខ្ញុំទទួលមិនបានទេអ្នកបង ឆ្កែឈ្មោលលោកធ្វើឲ្យខ្ញុំមានអារម្មណ៍ចង់យកឈ្នះ ស្នីងពេលណានាងទើបយល់ថាអ្វីដែលខ្ញុំចង់បានគឺជាបេះដូងនាង មកលើសាច់ចាំបីអ្នកទាំងអស់គ្នាមកជួយ លោកស៊ីលោកស្រីស៊ីជួយច្បាប់ដែរ លោកតាសិន ទីបំផុតពួកឯងមកដល់ហើយ ហេតុអីបានជានាងមកឬមិនមកនិយាយរឿងអាពាហ៍ពិពាហ៍ គ្រួសារជិតតែពីរគឺស័ក្តិសមគ្នាណាស់សហការគ្នាមកច្រើនឆ្នាំគឺបានដោយរលូនអាពាហ៍ពិពាហ៍មួយនេះគឺខ្ញុំពេញចិត្តតាំងពីយូរមកហើយ លោកម្ចាស់សិនទុកចិត្តចុះសេចក្ដីរបស់ខ្ញុំចរិតត្រង់ពួកយើងទៅពីអ្នកថ្ងៃក្រោយនឹងខ្លាចជាគ្រួសារតែមួយហើយ មើលទៅលេងឈិនច្បាស់ជាត្រូវរៀបការហើយលោកតែខ្ញុំទៅមើលម្ហូបនៅផ្ទះបាញ់ ទៅចុះ ប្រធានសិនមនុស្សក្នុងចិត្តលោកយកច្រឡំពួកយើងថាភ្ជាប់ពីហើយនៅមិនឆាប់ទៅមើលទៀតទេប៉ុន្តែលើកនេះប្រហែលជាអាចបង្ខំនាងឲ្យបញ្ចេញចិត្តស្មោះមកកថាបានកុំភ្លេចថាសម្រាប់កិច្ចការហើយអរគុណខ្ញុំឲ្យបានល្អណាស់ អរគុណ លោកកុំថាអីដែរពួកយើងពិភាក្សាគ្នាសិនទៅ មែនហ៎នាង
រកខ្ញុំ សិនលីងឈិនតាមតែខ្ញុំចូលចិត្តគេគឺដើម្បីប្អូនប្រុសខ្ញុំតែគេចិត្តភ្ជាប់ពាក្យហើយខ្ញុំមិនអាចធ្វើជាមនុស្សអាក្រក់បំបែកមនុស្សចេតនាពួកគេទេ នាងចង់និយាយអីជាមួយខ្ញុំឲ្យប្រកាសទៅ ប៉ុន្តែលើកនេះប្រហែលជាអាចបង្ខំនាងឲ្យបញ្ចេញចិត្តស្មោះមកក៏ថាបាន លោកសិនចំពោះលោកភ្ជាប់ពាក្យដែររីករាយ នាងគ្រាន់តែចង់និយាយប្រាប់ខ្ញុំរឿងនឹងទេនេះគឺជាជំរឿរបស់នាង តែខ្ញុំអាចធ្វើអីបានអ្វីដែលគាត់ធ្វើខ្ញុំធ្វើហើយខ្ញុំឈានទៅមុខមួយជំហានតែលោកថយក្រោយ10ជំហានខ្ញុំតែងឈានទៅរកលោកតែខ្ញុំមិនចង់បំផ្លាញមនុស្សចេតនាអ្នកណាទេអ្នកនាងស៊ីគឺជាមនុស្សល្អណាស់ ចុះតំណែងលេខារបស់នាងមិនចង់បានទេ ខ្ញុំចង់បានតែខ្ញុំមិនចង់បានឯវិធីធ្វើបានមនុស្សស្រីដូចគ្នា សុនីនេះគឺជាចិត្តស្មោះរបស់នាងនាងមិនអាចដើម្បីខ្ញុំសូម្បីតែម្ដងទៅប្រកួតប្រជែងដើម្បីដណ្ដើមជ័រមកវិញទេ លីងឈិនលោកចង់បានឲ្យធ្វើឲ្យប្រកាន់លោកจะភ្ជាប់ពាក្យឲ្យហេតុអីក៏លោកនៅតែភ្ជាប់ពាក្យជាមួយអ្នកនាងសួយ លោកងុំ លងងគេបានន័យថាម៉េច យមនេះនឹងចោតអីខាងឈិននេះរៀបចំរួចហើយលើនេះត្រូវតែធ្វើឲ្យសិនលីងឈិននិងស៊ឺនីងខូចឈ្មោះទៅពីអ្នកនេះហើយខ្ញុំនឹងអង្គុយលើដំណែងអ្នកស្នំមរតកយ៉ាងរឹងមាំគ្មានអ្នកណាអាចប្រជែងជាមួយខ្ញុំបានទៀតទេដល់ពេលនោះខ្ញុំមិនចាំបាច់យកចិត្តស្រីម្នាក់នោះទៀតទេនាងម្នាក់នោះរាប់ជាស្អីទៅ ល្អណាស់បើលោកចង់លេងផ្លេចកាន់ខ្ញុំក៏មិនលើកលែងដែរនឹងទូទាត់ឲ្យច្បាស់លាស់ យើងថាក្មេងទាំងពីរនាក់នេះគឺសំគ្នាណាស់បើមិនចឹងពួកយើងឆាប់រើថ្ងៃភ្ជាប់ពាក្យឲ្យពួកគេទាំងពីរនាក់ឲ្យបានឆាប់ទៅគ្រប់គ្នានឹងបានស្ងប់ចិត្ត ចាស់ទុំនិយាយគ្នាសប្បាយណាស់តែមិនទាន់សួរយោបល់សម័យខ្លួនពួកខ្ញុំទេមែនទេ ត្រូវហើយបើចឹងស៊ឺជានិយាយពីគំនិតរបស់ចៅមក ចាមានចិត្តចង់ទៅរកស៊ីចង់ធ្វើឲ្យតកោស៊ីរីចម្រើនរឿងមនោសញ្ចេតនាតាមនិស័យចាស់ អាឈិនអាយវិញអាយកុំឲ្យធ្វើឲ្យយើងខកបំណងលើឯងណា ដូចតាខ្ញុំមានមនុស្សដឹកខ្ញុំចូលចិត្តហើយ មានមនុស្សចូលចិត្តហើយអ្នកណាលាក់បាំងឈ្មោះជើង នៅឆ្ងាយដូចជើងមេឃនៅចិត្តនៅចំពោះមុខ បាននៅឆ្ងាយដល់ជើងមេឃបាននៅចិត្តនៅចំពោះមុខគាត់កំពុងនិយាយពីខ្ញុំម៉ែ អាឈិនឯងអាចចេះលាក់លៀមហ៎អានេះឆឹងអីមកហើយនាងនិយាយថានាងចង់សំទោសអូនអត់ផ្ទោះរឿងដែលបានកាលពីមុន អ្វីដែលត្រូវមកទីបំផុតក៏បានមកដល់ថ្ងៃនេះដែលខ្ញុំយកវិញប្រហែលជាតំណែងលេខាធិការនោះហើយ អានេះលើកមុនគឺជាកំហុសរបស់ខ្ញុំលើកនេះខ្ញុំសុំទោសនាងដែលចិត្តស្មោះស្រាំមួយកៅនេះខ្ញុំលើកឲ្យនាងចាត់ទុកថាខ្ញុំទទួលកំហុសចាស់ ថ្ងៃនេះប្រហែលជាកដោធំត្រៀមទុកឲ្យខ្ញុំល្បិចសិនណានសិនគួយអស់សំណាង ខ្ញុំសន្យាថាថ្ងៃក្រោយខ្ញុំមិនហ៊ានធ្វើមិនល្អដាក់នាងទៀតទេនាងមិនមែនមិនព្រមផឹកទេដែរ យ៉ាងម៉េចលេខាចាំខ្លាចខ្ញុំអត់ផឹកទេគ្មានវិធីទេកំដរនាងមួយឆាតចុះ នាងកុំនិយាយផ្ដេសផ្ដាសមានការសម្ដែងស្អីទៅ បើនាងចិត្តស្មោះបែបនេះខ្ញុំមិនអាចបន្ទុកមកឲ្យនាង ត្រូវហើយនាងព្រមផឹកគឺល្អហើយ អានេះអូនមិនស្រួលខ្លួនតាមមែនទេបងគ្រាអូនទៅសំណាក់នៅកាលលើអានេះយ៉ាងម៉េចហើយអូនមិនអីទេ អូនវិលមកក្តៅណាស់ អាឈិនលោកតារកឯងមានរឿងមិនទាន់ចាំមកបន្ទប់សិភៅជាន់ទី3មកសិនណានសិនអញគិតថាធ្វើបែបនេះលេងខ្ញុំបានទេពិតជាមើលស្រាលខ្ញុំពេកហើយប្រធានសិនកុំជឿសម្ដីណានសុនឲ្យសោះមានទៀតសហការជាមួយខ្ញុំសម្ដែងមួយឆាកទៅ ខ្ញុំសុំទៅមកផ្លែតណា សិនលីងឆាន់ឡើងទៅលើហើយមើលតែគេជឿសម្ដីបងហើយ អ្វីបានរៀបចំរួចរាល់ហើយនៅក្នុងបន្ទប់បានឲ្យទុកថ្នាំសម្រាប់អានេះផឹកស្រាដាក់ថ្នាំហើយឥឡូវនេះបាត់បង់ស្មារតីតែបន្តិចទៀតនេះច្បាស់ជាមានរឿងអ្វីកើតឡើងជាមិនខាន អញ្ចឹងបន្ទាប់ទៅពួកយើងគួរតែទៅចាប់សហាយឲ្យមែនទេ ប្រកាសហើយតែពួកយើងមិនចាំបាច់ចេញមុខទេត្រូវតែប្រើកម្រិតដែលមានស្រាប់អ្នកនេះសុយមិនក៏មិនឃើញលីឈិនមិនខ្ញុំមិនឃើញគេនឹងអានេះនៅតាមផ្លូវបានដើរជាមួយគ្នានេះមួយផ្លែសបាត់តាណាបាត់ទៅហើយ ប្រធានសិនលោកពិតជាគួរអស់សម្ដេចមែនហើយអ្វីត្រូវប្រាប់ខ្ញុំរឿងនេះ នេះខ្ញុំឃើញនាងនិងអាឈិនមានតំណែងតំណងល្អនឹងគ្នាបានជាខ្ញុំប្រាប់នាង សិនណានសុនលោកគិតគូរបានល្អពេកហើយចង់យកខ្ញុំធ្វើជាកំបិនអញ្ចឹងបំពេញបំណងពួកលោកចាស់ចាំមើលថាពួកលោកល្ងងដល់ពេលណា
មិនហើយលេងឆាន់យ៉ាងណាស្ទើរតែខ្លាចជាកូនដណ្ដឹងរបស់ខ្ញុំដែរខ្ញុំត្រូវតែរកគេ អញ្ចឹងអរគុណអ្នកនាងស៊ូរំខានអ្នកនាងរកឃើញប្រាប់ខ្ញុំផង ប្រធានសិនសណានសុនថាលោកនឹងអានិនបាត់ខ្លួនទៅជាមួយគ្នាពួកគេត្រៀមតែបន្ទប់ដើម្បីចាប់សហាយពីចាប់ខ្លួនផងបើគេចង់សម្ដែងអញ្ចឹងខ្ញុំចាំមើលថាលក្ខខណ្ឌនេះចង់ក្រោយអ្នកណាយំអ្នកណាសាញ់ លើកនេះល្អហើយសឿននេះនឹងសិនលេងឆាន់ចាប់ទាំងពីរនាក់តំណែងអ្នកស្នងមរតកខ្លាចជារបស់ខ្ញុំហើយ អ្នកប្រធមពីបោះហើយអ្នកនាងស៊ីរត់បាត់ហើយ រត់បាត់ហើយនេះមិនអាចរត់រួចក្រែងធ្វើចាក់សោហើយ ខ្ញុំក៏មិនដឹងដែរ នេះមិនក៏ជាអូនសឿននេះណានហ่ะអូនផ្ទះហឹងក្តៅណាស់ណានសុនជួយអូនផង ចប់ហើយធុកនេះណែអូនផ្ទះឡើងទៅឆាប់ឡើងអូនផ្ទះឡើងណែ សប្បាយជាមួយគ្នាចាស់ខ្ញុំចង់ដឹងថាបន្ទាប់ទាំងនេះនឹងមានរឿងអ្វីកើតឡើងត្រូវតាមដានឲ្យច្បាស់ណានសុនក៏ច្បាស់ជាដាក់ឆ្នាំចូលក្នុងកៅស្រែបើបានឃើញគឺចាំបាច់ត្រូវបដូរកៅភ្លាមដាច់ខាតត្រូវតែជោគជ័យហាមបរាជ័យលើនៅក្នុងនេះគាត់គ្រាន់អានាងរត់10ឆ្នាំចាអរគុណអ្នកនាងចំណុចកំពូលរបស់ល្ខោនមួយនេះគឺទើបតែចាប់ផ្ដើមទេ លោកតាខ្ញុំលើថាផ្ទះចាស់តកូសិនមានកេរឈ្មោះយូរមកហើយទោះបីមិនបានរៀបការចូលមកតែក៏ឆ្លៀតឱកាសនេះមកមើលផ្ទះចាស់រាប់រយឆ្នាំនេះក៏ចាំទុកថាមានឱកាសល្អដែរ នេះចំអកឯនេះដើរមើលតាមចិត្ត ព្រះអើយនេះជាអ្នកណាមិនក៏មានមនុស្សធ្វើរឿងបែបនេះនៅទីនេះ អ្នកណាហ៊ានមកធ្វើរឿងអាភិសនៅក្នុងផ្ទះតកូសិនរបស់យើងសណានសុនអាចង្រៃឈោ ណានសុនការពិតបងលួចធ្វើរឿងបែបនេះនៅពីក្រោយខ្នងអូន ស្រីថោកទៀតនាងហ៊ានឆ្លៀតការពារខ្ញុំសម្ងតែទីខ្ញុំផង មិនមែនខ្ញុំទេខ្ញុំអត់ទេ ណានសុនអូនដឹងថាបងអត់មានចេតនាទេត្រូវទេ ពិតជាគ្មានគេខ្មាស់មែនត្រូវហើយមកគ្មានចេតនាទេគឺនេះជាអ្នកបង្ខំបងខ្ញុំត្រូវគេដាក់ផ្ទះទេអូនជឿចិត្តរបស់ទៅ ស្រីម្នាក់នេះគួរឲ្យចាប់អារម្មណ៍ណាស់បែបនេះខ្ញុំសហការជាមួយនាងចាស់ស្រីរៃគ្នាទាំងសងខាងមិនអាចថាបង្ខំលក្ខខណ្ឌផាត់ក្បត់ល្អមិនណាអាណិតនាងសឹងនៅជួយនិយាយចំនួនលោកទៀនប្រុសថោកទៀន ផាត់ក្បត់គឺផាត់ក្បត់រកឲ្យស្អី មកក្រាស់មែនតកូសិនបែរជាបណ្ដោះបានមនុស្សដូចជាលោកនេះ បាត់មកទៅចង្រៃឈោមុខមកតកូសិនត្រូវឲ្យបំផ្លាញអស់ហើយចេះទេលោកតាខ្ញុំត្រូវគេដាក់ផ្ទះទេសុទ្ធតែមកពីស្រីថោកទៀតនេះ ប្រធានសិនអរគុណដល់លោកសហការស្រីលោកនេះ គឺស្រីថោកទៀតនេះនាងមកចោទសារខ្ញុំនាងតាក់ទេខ្ញុំដាច់ខាតមិនក្បត់អានេះទេ និយាយផ្លែផ្ដាច្បាស់ណាស់ថាលោកមករកខ្ញុំមុនកាលនោះលោកថាឲ្យតែខ្ញុំតបតជាមួយនឹងសិននេះលោកនឹងរៀបការជាមួយខ្ញុំឥឡូវមកខាំខ្ញុំវិញអាកុំសាច់ញ៉េ បិទមកទៅ មុននេះទទួលបានរូបថតឲ្យអ្នកទាំងពីរស្និទ្ធស្នាលនឹងគ្នាខ្ញុំគិតថាជាការយកច្រឡំតែថ្ងៃនេះអ្នកទាំងពីរបានធ្វើទង្វើនេះពិតមែនណានសុនអូនបានធ្វើអ្វីខុសចំពោះបង ខ្ញុំត្រូវគេដាក់ផ្ទះទេសុទ្ធតែមកពីទុកសម្រាប់នេះអូនជឿចិត្តរបស់ទៅ លោកមិនធ្វើពុតទៀតអីអ្វីសោះតែលោកជាអ្នករៀបចំតាំងពីដើមមកលោកយកខ្ញុំធ្វើជាខា បានហើយមកនេះបណ្ដេញស្រីមុខក្រាស់ម្នាក់នេះចេញពីក្រុមហ៊ុនចាំងគ្រប់ភ្លាមទៅ កុំអីលេងខ្ញុំសណានសុនអញនឹងស្រុតរៀងវេទនា លោកតាក្នុងនាមជាកូនចៅតកូសិនឯងបែរជាថោកទាបបែបនេះសិលធម៌របស់ឯងនៅណាធ្វើឲ្យខូចគេឈ្មោះគ្រួសារពួកឯងយកច្បាប់គ្រួសារមកលោកតាខ្ញុំត្រូវគេមកកាច់ទៅលោកតាខ្ញុំត្រូវគេដាក់ផ្ទះទៅលោកតា លោកតាប្រហែលជាអស់សង្ឃឹមចំពោះណានសុនហើយគាត់ប្រហែលជាពិចារណាអំពីការរៀបការរបស់ខ្ញុំហើយនឹងគេសាស្ត្រថ្មី មិនបានការនេះមិនតរៀបការផងហ៊ានមានស្រីញីនៅខាងក្រៅថ្ងៃនេះនឹងមកករឿងអាម៉ាស់បែបនេះទៀតធ្វើឲ្យបាក់មុខមាត់របស់គ្រួសារតើឲ្យយើងមានមុខមាត់អាណាចេញទៅខាងក្រៅទៀត លោកតាចិត្តល្អចំពោះខ្ញុំរហូតមកខ្ញុំពិតជាដឹងគុណណាស់តែខ្ញុំចង់រៀបការជាមួយអ្នកដែលក្នុងចិត្តគេគឺមានតែខ្ញុំម្នាក់អាពាហ៍ពិពាហ៍របស់ចៅជាមួយណានសុនអាចបញ្ចប់បានហើយមែនទេ
អាពីពិភាក្សាដែលបានកំណត់រួចហើយមិនក៏អាចថាចប់ក៏ចប់បានមនុស្សនៅក្មេងឈាមរាវតែតែមានកំហុសឲ្យតែថ្ងៃក្រោយកែខ្លួនក៏អាចធ្វើជាមនុស្សល្អបានដែរអានេះញ៉ាមនុស្សនៅក្នុងសង្គមនេះសុទ្ធតែចាំមើលរឿងកំ pl ែងគ្រាន់តែចាំមិននិយាយរឿងនេះប៉ុន្មានថ្ងៃទៀតគ្មានអ្នកណាលើកឡើងពីរឿងនេះទៀតទេចាប់ផ្ដាច់ពាក្យលើនេះមានតែធ្វើឲ្យមានពាក្យចាមរាមទៅលើចៅហើយរឿងទាំងអស់នេះនឹងធ្លាក់មកលើតកូលសិនតែប៉ុណ្ណោះ ប៉ុន្តែបើសិនជាចៅចង់ អូនប្រុសចៅមួយរយៈនេះចាំមិនហើយ គេនៅធន់បាន អូនប្រុសចៅស៊ីវអ៊ីឥឡូវនៅដីពេទ្យនៅឡើយមួយថ្ងៃចំណាយរាប់ម៉ឺននេះមិនមែនជាចំនួនតិចតួចទេមានតែចៅរៀបការចូលតកូលសិនទើបតាអាចធានារ៉ាប់រងឲ្យចៅបានលើនេះបើចៅចង់ទទួលបានធនធានវិជ្ជសាស្ត្រល្អគឺមានតែផ្លូវមួយនេះតែមួយគត់រៀបការជាមួយណានសុនក្រោយរៀបការតានឹងរៀបចំគ្រូពេទ្យល្អៗឲ្យព្យាបាលប្អូនប្រុសរបស់ចៅណានសុនឥឡូវនេះស្ថិតនៅក្នុងព្យុះភ្លៀងបើចៅសុំផ្ដាច់ពីឥឡូវនេះតាគេនឹងនិយាយយ៉ាងម៉េចថាគេធ្លាក់ចូលទឹកនៅបន្ថែមដុំថ្មទៀតតកូលសិនពេលដែលមានរឿងស្មីតែចាស់ភាសាក៏មិនអាចរក្សាបានតាឲ្យតាយកមុខទៅទុកណែណាចៅឆ្លាតណាស់គួរតែដឹងថាត្រូវធ្វើយ៉ាងណាហើយម្យ៉ាងទៀតខាងឆឹងអ៊ីងបានដោះស្រាយស្អាតហើយឆឹងអ៊ីងពេលនេះមិនអាចមករំខានចៅបានទៀតទេក្រៃនេះចៅគឺចង់បានមករហូតដែរថ្ងៃក្រោយទាំងអស់នេះវាគឺជារបស់ចៅគ្មានអ្នកណាដណ្ដើមទៀតទេ ស្ដាប់តាមការរៀបចំរបស់លោកតាលោកតាមានអារម្មណ៍ធូរស្រាលទេធូរច្រើនហើយ អញ្ចឹងគឺល្អណាស់ អានេះញ៉ាក្នុងចិត្តជើងចៅគឺជាមនុស្សតកូលសិនជាយូរណាស់មកហើយ លោកតារីករាយថ្ងៃកំណើតខ្ញុំជូនពរលោកតាសូមមានអាយុយឺនយូរ លោអរគុណអានេះពិតជាមនុស្សដ៏ខុសត្រូវមែនចេះយល់ការណាស់ មនុស្សត្រកូលសិនវិបត្តិត្រីតែមកដល់ខ្ញុំគ្រាន់តែជាមនុស្សដែលគេរៀបចំតែប៉ុណ្្នឹងទេ យំហើយ អត់ទេ បានសម្រេចដូចបំណងហើយយកបានតំណែងជាលេខាហើយអបអរសាទរដៃគូសហការរបស់ខ្ញុំ ប្រធានសិនខ្ញុំលែងត្រូវការសហការទៀតហើយ នាងមានន័យថាម៉េច សម្រាប់ចាត់រៀបការជាមួយណាន់សុនការសហការទុកជាសាបបង នាងមករកខ្ញុំមុនឥឡូវនាងថាលុបក៏លុបនាងទុកខ្ញុំជាស្អីទៅ យ៉ាងម៉េចខ្ញុំថាបោះបង់គឺបោះបង់ហើយឬមួយលោកអាចស៊ីសាច់ខ្ញុំបាន ទោះបីជាខ្ញុំជាសាច់នាងអញ្ចឹងវាយ៉ាងម៉េច សិននឹងឈិនលោកឈួតហើយទីនេះជាផ្ទះត្រកូលសិន មិនថាវាយ៉ាងម៉េចនាងបង្ខំខ្ញុំ លោកមិនដាច់ចាប់អារម្មណ៍លើខ្ញុំទេឥឡូវលោកធ្វើបែបនេះតែបានន័យថាម៉េច ចុះនាងវិញនាងសុខចិត្តរៀបការជាមួយនឹងសុនណាន់សុនអាប្រុសចង់មកសៀតដេកជាមួយនឹងស្រីរាប់មិនអស់នោះតើមែនទេ លោកកុំស្ដាយក្រោយអីសោះបានហើយកុំយំអីខ្ញុំមិនធ្វើបាននឹងទេ ហេតុអីលោកមិនបន្តទៀតប្រធានសិនលោកជាខ្លាចដែរហ៎ នាងដល់ថ្នាក់នេះហើយខ្ញុំដាច់ចិត្តយ៉ាងម៉េចទៅ ដំឡើងក្នុងចិត្តរងារញ៉ៃណាស់តែមិនដឹងហេតុអីទេពេលនៅក្បែរគាត់ធំផ្លិនគាត់ចិត្តខ្ញុំបាច់ជាស្ងប់ ចង់រត់
យកមិនជាបតហេតុថ្ងៃក្រោយមិនជពាក់គ្នាទៀតទេ មិនជាពាក់គ្នាសួរខ្ញុំសិនថាព្រមឬមិនព្រមសុនិញនាងនឹងចង់រីកាទៀតទេ ចាត់ការពិនិត្យ DNA របស់សុនណាសុនគឺកាន់តែលឿនកាន់តែល្អម្យ៉ាងទៀតដាក់ពាក់គេឲ្យគេដួលយ៉ាងដំណំក្នុងក្រុមហ៊ុនសិនទៅគឺយើងចង់ឲ្យគេឆាប់ចាញ់ពីក្តារអុកនេះនាងក៏មិនមែនចង់រៀបការជាមួយគេដែរខ្ញុំនឹងឲ្យគេខ្លាចជាសម្រាមពេញទីតែម្ដង លោកតាខ្ញុំđãខុសហើយលោកតាវាយខ្ញុំជេរខ្ញុំក៏បានដែរកុំឲ្យតែលោកតាជប់គាត់ពីខ្ញុំមិនចាំបាច់និយាយច្រើនទេអាពីពួកឯងទាំងពីរបញ្ញាប់រៀបចំទៅលើកនេះបាយធ្វើយើងខកចិត្តទៀតឯងមិនចាំបាច់និយាយពីរឿងស្នងមរតកជាមួយយើងទៀតនោះទេគ្មានបញ្ហាទេលោកតាលើកនេះខ្ញុំដាច់ខាតមកធ្វើលោកតាខកបំណងលើខ្ញុំទៀតទេលក្ខខ្លួនអន្តើយកជប់លៀងនោះគឺជាស្នាដៃរបស់នាងមែនទេ អាណាផោះតាងកុំចេះតែខំគេប្រដេះប្រដែង ក៏មកធ្វើពុនខ្ញុំដឹងថានាងចង់រៀបការជាមួយខ្ញុំទេប៉ុន្តែខ្ញុំចង់រៀបការជាមួយនាងនាងក៏ភ្លេចថាខ្ញុំជាកូនចាំការរបស់ថ្កុលសិនទោះបីជាលោកតាមិនពេញចិត្តនឹងខ្ញុំយ៉ាងណាក៏ដោយក៏មិនតដល់វិញអ្នកខ្លះដូចជានាងមកធ្វើជាអ្នកស្នំមរតករបស់ថ្កុលសិនដែរអើយនាងមិនមែនខំប្រឹងប្រែងដើម្បីបងប្រុសរបស់នាងទេអញ្ចឹងនាងគួរតែស្ដាប់មកគាត់ធ្វើជាប្រពន្ធរបស់ខ្ញុំទៅធនធានវិទ្យាសាស្ត្ររបស់ថ្កុលសិនខ្ញុំមិនឲ្យនាងខ្វះសូម្បីតែបន្តិចតែបើសិនជានាងហ៊ានលេងល្បិចជាមួយនឹងខ្ញុំនឹងធ្វើឲ្យបងប្រុសរបស់នាងមិនអាចព្យាបាលជារៀងរហូត បាននិយាយច្បាស់លាស់ហើយយើងនិយាយពីលក្ខខណ្ឌទៅរៀបការបានតែក្រោយពេលរៀបការរួចខ្ញុំមិននៅឲ្យត្រកូលសិនចាត់ចែងទេលោកយកតំណែងស្នងមរតកខ្ញុំយកធនធានក្រោយពេលរៀបការរៀបចំការព្យាបាលបងប្រុសខ្ញុំភ្លាមពេលលោកអង្គុយលើតំណែងនឹងទៅហើយពួកយើងលែងលះអ្វីក៏មិនជពាក់គ្នាដែរ នាងលើនៅនិយាយការដោះដូរជាមួយខ្ញុំទៀតទេនាងគ្មានសិទ្ធិមកនិយាយលក្ខខណ្ឌជាមួយនឹងខ្ញុំនោះទេ បានតើអញ្ចឹងយើងមកទាំងអស់គ្នាទៅនៅពេលដែលខ្ញុំឈួតលោកកុំសង្ឃឹមថាបានតំណែងអ្វីទាំងអស់ បានខ្ញុំយល់ព្រម ផ្លេចប្រាំលោកធ្វើឲ្យខ្ញុំកាន់តែមានអារម្មណ៍ថាខ្ពើមរអើម បន្ទាប់ទៅគម្រោងទិញយកក្រុមហ៊ុនសាងហ្វាង International នឹងក្លាយទៅជាកិច្ចសហប្រតិបត្តិការសំខាន់បំផុតរបស់ក្រុមហ៊ុនសិននៅក្នុងឆ្នាំនេះអ្នកណាអាចចរចាបានសម្រេចអ្នកនោះនឹងមានគុណសម្បត្តិធំលោកតា ការចរចាជាមួយនឹងយ៉ាវខ្វាងគឺមានការលំបាកណាស់ខ្ញុំសូមស្នើខ្ញុំចាត់ទងដល់ថ្នាក់ជាន់ខ្ពស់របស់យ៉ាវខ្វាងហើយស្ទាបស្ទង់អេរិយាប័ត្ររបស់គេហើយជ្រើសរើសបុគ្គលិកសំស្រប លោកតាយ៉ាខ្វាងដើមឡើយជាគម្រោងដែលខ្ញុំកាន់មុនគេឥឡូវស្លាប់តែបដិមនុស្សមិនមែនបំផាក់មកខ្ញុំទេអាឈិនហេតុអីឯងចង់បានគម្រោងនេះម្ល៉េះ ខ្ញុំមិនចង់បានគុណសម្បត្តិទេគ្រាន់តែថ្នាក់ដឹកនាំជាន់ខ្ពស់របស់យ៉ាវខ្វាងថ្មីនេះរកឬគឺ CEO ថ្មីចៅអានឈិនជាមិត្តការដែលនៅរៀន បើសិនជាឯងស្គាល់គ្នាបែបនេះរត់តាមមិនគួរចេញមុខហើយក្រុមហ៊ុនសិនគ្រប់មានភាពសមត្ថគ្រប់គ្រាន់មិននឹងអាចដើរផ្លូវកាត់ដោយប្រើខ្សែបានបានហើយបានអានសុនមានទំនុកចិត្តបែបនេះគម្រោងនេះឲ្យតែគេចរចាចោះប៉ុន្តែយើងចង់បានលទ្ធផលបើសិនជាគម្រោងនេះបរាជ័យឯងជាអ្នកទទួលខុសត្រូវលទ្ធផលនេះដល់ខ្លួនឯងលោកតាទុកចិត្តចុះលោកតា ជាប់សន្ទុយហើយ ប្រធានសិនគួរសំពេចហើយម្នាក់នេះគឺជាគុណដំណឹងរបស់លោកឯងអូគុណដំណឹងរបស់ខ្ញុំមិនត្រឹមតែស្អាតទេខួរក្បាលរបស់នាងក៏ពូកែខ្លាំងណាស់ដែរថ្ងៃក្រោយគឺជាប្រធានលេខាធិការរបស់ក្រុមហ៊ុនសិនគ្រប់ហើយ សហការីនេះ អ្នកបងខ្ញុំសូមលើកដាច់មកកែវ មិនចាប់ប្រយ័ត្នទេ សុំទោសវារបូតដៃ ឆ្កែឈ្មោលនេះគេកំពុងសងសឹកហើយខ្ញុំទៅបន្ទប់ទឹកសម្អាតចេញតែ ខ្ញុំទៅលាងដៃសិន ឆ្កែឈ្មោះនេះផ្កាយសងសឹកតែធ្វើឲ្យខ្ញុំប្រឡាក់លោកធ្វើអីដូចជាកន្លែងសាធារណៈ ញ៉ាយខ្ញុំរួចហើយក៏រត់បកកែមែនលេខាសឺ អ្នកណាញ៉ៃលោកកុំលើកដំកើងខ្លួនឯងពេកខ្ញុំចិត្តធ្វើជាអ្នកបងលោកហើយ អ្នកបងនាងទេដែលតាក់ទាញខ្ញុំមុននោះឥឡូវធ្វើពុតជាមិនស្គាល់គ្នាទៀត លោកលេងឆ្អែតហើយណាបាននៅលេងទៀតគេមកឃើញឥឡូវហើយ ឃើញហើយវាយ៉ាងម៉េចនាងត្រូវទៅរៀបការជាមួយគេមែនទេ ត្រូវតែរៀបការ
ដើម្បីធនធានវិជ្ជាសាស្ត្របងប្រុសរបស់នាង លោកលាយដឹងតាំងពីយូរហើយបើមិនតាមយ៉ាងម៉េច របស់ទៅនេះខ្ញុំក៏អាចឲ្យនាងបានដែរ លោកអាចឲ្យខ្ញុំទេអញ្ចឹងអត់ចាំដល់ពេលណាចាំពេលលោកអង្គុយលើតំណែងនឹងនោះសិនមែនទេខ្ញុំចាំបានតែបងប្រុសខ្ញុំចាំមិនបានខ្ញុំមិនស្រួលខ្លួនទេខ្ញុំទៅវិញហើយ ស្រីអត់ចាំនាងមិនទាន់បានសាកផងមិនដឹងថាចាំមិនបាន ថាហើយត្រឡប់មកវិញហើយអានេះណាមិនត្រឡប់មកវិញទេ ជួបគ្នាតាមផ្លូវមិននាងថាមិនស្រួលខ្លួនក៏ត្រឡប់ទៅមុនទៅ មនុស្សស្រីពិតជារញ៉េរញ៉ៃមែនប្រទេសសិនកម្រងនេះប្រាក់ចំណេញគឺការឡើងទ្វេដងអ្នកណាចោតឯងមុនអ្នកនោះគឺជាអ្នកឈ្នះ ប្រធានចឹងគិតល្អអមយ៉ាងនេះគម្រោងនេះគឺខ្សែសង្វាក់ហិរញ្ញវត្ថុលឿនណាស់ការប្រមូលប្រាក់ត្រឡប់មកវិញក៏យឺនប្រាក់ចំណូលទោះបីជាខ្ពស់ក៏មានហានិភ័យបន្តិចដែរអញ្ចឹងទុកឲ្យខ្ញុំទៅ ណែបងប្រុសកម្រងនេះគឺខ្ញុំបានឃើញមុនចង់បានមុនគេមិនក៏ឃើញប្រាក់ចំណេញខ្ពស់អាចចង់នរណាពីយើងអញ្ចឹងអាចធ្វើបែបនេះមិនសូវសមទេដឹងកម្រងនេះយើងជាអ្នកទទួលនិយាយត្រង់អញ្ចឹងកម្រងនេះខ្ញុំប្រកល់ជូនលោកហើយកុំភ្លេចណាមង្គលការខ្ញុំនឹងអានេះលោកប្រធានចៅត្រូវតែមក ប្រកាសចិត្តទៅហើយខ្ញុំជូនពរឲ្យកូនកំឡោះកូនកំណប់តែពីរមានរឿងល្អជាន់គ្នាទៅចោះ នេះជាបន្ទប់ផ្លាក់អាយមនុស្សស្រីលោកចូលមកយ៉ាងម៉េច នាងមិនបានចាក់សោខ្ញុំក៏ចូលមកបែបនេះទៅហើយនាងក៏មិនប្រយ័ត្នពេកដែរកូនក្រមុំ លោកចាញ់ទៅអ្នកផាត់មកគេមកដល់លើហើយ នាងនៅចាំថ្ងៃភ្ជាប់ពាក្យនាងតែទៀងខ្ញុំយ៉ាងម៉េច សិនលីងឈិនលោកហ៊ានគេងជាមួយខ្ញុំទេផ្លេចហើយ ខ្ញុំជាមនុស្សចង់គំនុំឬមួយពួកយើងធ្វើរឿងដែលថ្ងៃនោះធ្វើមិនទាន់ចប់ឲ្យចប់សពគ្រប់ទៅ លោកចាញ់ទៅបើមិនចឹងទេខ្ញុំពិតជាស្រែក នាងស្រែកទៅស្រែកកាន់តែខ្លាំងខ្ញុំកាន់តែពេញចិត្តខ្ញុំសមបំផុតត្រូវគេបោះបង់ភ្លើងនេះបើនាងជាអ្នកដុតអញ្ចឹងពេលណាត្រូវពលុតគោតែខ្ញុំជាអ្នកសម្រេចដោយខ្លួនឯងថាថ្ងៃនេះមង្គលការនាងឬការបាឬអត់ កុំភ័យខ្ញុំមកជូនពរនាងរីករាយថ្ងៃអាពាហ៍ពិពាហ៍កូនក្រមុំ ប្រធានសិនថ្ងៃនេះលោកបានស្រីស្អាតមកគេងអោបហើយ មិនហ៊ានទេគឺសំណាក់ខ្ញុំល្អបានជួបប្រពន្ធល្អដូចជាអានីង សិនលីងឈិនយ៉ាងមិនអាចប្រកាន់ហេតុអីពេលនេះមិនបង្ហាញខ្លួន មង្គលការពេលនេះគឺមកដល់វគ្គចុងក្រោយហើយសូមអ្នកទាំងអស់គ្នាជូនពរនិងអបអរដល់កូនកំឡោះកូនក្រមុំនេះមានរឿងអីមិនក៏ដាច់ភ្លើងក្នុងពេលសំខាន់នៃពិធីមង្គលការរបស់ខ្ញុំអ្នកគ្រប់គ្រងណែណា សិនលីងឈិនលោកយ៉ាងមិនហ្នឹងលោកឈួនហើយ យ៉ាងមិនចង់ឲ្យមនុស្សទាញដៃនាងពេលនេះគឺជាគេណាស់មែនទេ សិនលីងឈិននេះជាពិធីមង្គលការឈួតហើយ មែនហើយខ្ញុំស្គាល់បាត់នឹងឯងនាងសាទីមើលថាមង្គលការនាងនៅរៀបចំបានជារឿងមួយក៏អត់ លោកកើតអីអប្រកាន់ នាងនៅសល់ពេល5នាទីដល់ពេលនោះភ្លើងភ្លឺពេញរោងឡើងគ្រប់គ្នានឹងឃើញពួកយើងអោបគ្នាដូចពេលនេះអញ្ចឹងនាងថានឹងមានរឿងអីកើតឡើងទេ លោកចង់ទម្លាយតំណែងតំណងពួកយើងចំពោះមុខគ្រប់គ្នានៅទីនេះហេ មើលទៅនាងក៏យល់ច្បាស់តំណែងតំណងពួកយើងមិនធម្មតាដែរ លោកកាន់តែឈួតហើយ នេះគឺជាការដាក់ទោសនាងនរណាប្រានាងឲ្យភ្លេចរឿងសំខាន់បំផុតមួយនោះ 3 រឿងអី 2 1 3 2 1 ហើយតែបំផុតមានភ្លើងវិញហើយពិតជាឧបតហេតុចៃដន្យមែនណា បាទហើយ
អមិនក៏ប្លែកមែនដល់ សិននេះអូនមិនដាច់ទេមែនទេមិនដាច់ផ្លូវធ្វើអូនភ័យហើយសំទោមិនគឺជាអបតវហេតុធ្វើឲ្យមានបញ្ហាបន្តិចបន្តួចប៉ុន្តែឥឡូវនេះគឺធម្មតាវិញហើយមង្គលការពួកយើងនឹងបន្តប្រធានសិនឈប់សិនប្រធានចៅទើបតែមកដល់ហើយសូមណែនាំស្គាល់បន្តិចសូមរំខានមង្គលការបន្តិចសិនគ្រាន់តែមានបញ្ហាបន្តិចបន្តួចចង់បញ្ជាក់ជាមួយនឹងលោកនេះគឺជាកិច្ចសន្យាដែលមកចាំក្រុមហ៊ុននៃកិច្ចព្រមព្រៀងការវិនិយោគរបស់ក្រុមហ៊ុនលោកសិនណាន់សុនបានចុះហត្ថលេខាផ្ទាល់ដៃយើងទៅតាមខ្លឹមសារនៃកិច្ចសន្យាដើម្បីប្រមូលទុនលោកបានដាក់បញ្ចាំភាគហ៊ុនរបស់លោក 5% របស់ក្រុមហ៊ុនសិនគ្រប់មកឲ្យពួកយើងឥឡូវប្រាក់កម្ចីក៏កិច្ចសន្យាយើងមកទទួលយកសំណងភាគហ៊ុនរបស់ក្រុមហ៊ុនសិនគ្រប់ 5% នេះមិនអាចរួចទេនេះគ្រាន់តែជាកិច្ចសន្យាបងប្រាក់មុន 5% ធម្មតាតែប៉ុណ្ណោះលោកបោកខ្ញុំនៅត្រង់នេះមានសរសេរឈ្មោះសិនណាន់សុនច្បាស់នៅត្រង់នេះព្រមព្រៀងទាំងសងខាងមិនក៏ថាខ្ញុំបោកលោក ភាគហ៊ុនក្រុមហ៊ុនសិនគ្រប់ធ្លាក់ចុះហើយតម្លៃទីផ្សារបាត់បង់500 លានភ្លាមៗ ផ្ដាអាយហ៊ានយកក្រុមហ៊ុនទៅលេងល្បែងលោកតាខ្ញុំគ្រាន់តែចង់បញ្ទេសនាដៃអាចង្រៃឯងរឿងកាត់ឡើងមិញនេះគឺជាស្នាដៃលោកឡាញមង្គលការខ្ញុំលោកសប្បាយចិត្តណាស់ហេ ខ្ញុំគ្រាន់តែចង់ឲ្យនាងមានជម្រើស ជាជំរឿអីធ្វើឲ្យអាម៉ាស់មុខនៅចំពោះមុខគ្រប់គ្នាហើយនៅមកធ្វើរឿងស្នប់គ្រប់ជាមួយលោកទៀត អ្វីដែលនាងចង់បានខ្ញុំក៏ឲ្យនាងបានតែផ្លូវដែលនាងជ្រើសរើសពេលនេះគឺវាថោកទាបពេកហើយនាងចង់បានធនធានវិជ្ជាសាស្ត្រមិនមែនមានតែរៀបការទេនាងចង់បំផ្លាញគេក៏មិនបាច់យកខ្លួនឯងទៅកំដរគេដែរ មានន័យថាម៉េច មកចង់ឲ្យគេវិនិច្ឆ័យនាងធ្វើគេឈួននាងដឹងពីចំណុចខ្សោយរបស់គេមិនស្មើនឹងរុញគេទម្លាក់ជ្រោះដល់ផ្ទាល់ដាច់ទេ លោកនិយាយទៅចិត្តខ្ញុំសហការរីករាយនេះគឺជាការបោះត្រា សហការរីករាយ លោកតាខ្ញុំនឹងខ້ອຍលោកតាវាយខ្ញុំជើងខ្ញុំក៏បានប៉ុន្តែលោកតាមិនអាចមិនខ្វល់ពីខ្ញុំបានទេលោកតាចេញទៅយើងលំចោលឃើញមុខឯងទេលោកតាខ្ញុំពិតជានឹងខុសហើយលោកតាផ្ដោតការខ្ញុំម្ដងទៀតទៅលោកតាមិនបានទេខ្ញុំមិនអាចបាត់បង់ដំណើរជាអ្នកស្នំមរតកបានទេអត់ទេអានីងទោះបីជាមង្គលការនៅថ្ងៃនេះមានបញ្ហាក៏ដោយប៉ុន្តែអត្តសញ្ញាណជាគុណដឹងរបស់សិនណានស៊ុនមិនអាចកែប្រែបានទេទោះបីជាមិនបានរៀបការក៏ដោយឯងនៅតែជំនួសរបស់តកូលសិន ទោះជាណាន់សុនធ្វើខុសបែបនេះក៏ដោយក៏លោកតាមិនដាច់ចិត្តបោះបង់គេដែរ អានីងយើងជ្រើសរើសឯងមិនមែនមកពីឯងចាស់ទុំទេក៏មិនមែនមកពីប្រវត្តិឯងដែរគ្រាន់តែយើងឃើញថាឯងមានចរិតស្លូតបូតហើយឯងនឹងចេះស្ដាប់បង្គាប់មនុស្សប្រុសម្នាក់ទាន់តែមានផ្ទះសម្បែងទើបអាចធ្វើការងារបានរលូនអាសុនគេទោះបីជាមានកំហុសធំប៉ុណ្ណាក៏ដោយគេនៅតែជាចាប់បង្កើតរបស់យើងដដែលយើងចាស់ហើយមិនអាចបង្ករឿងធំទេថ្ងៃក្រោយឯងជួយដាស់តឿនគេបានច្រើន ខ្ញុំយល់ហើយលោកតាទុកចិត្តចោះប្រពន្ធល្អស្អីគេគ្រាន់តែគិតថាខ្ញុំងាយគ្រប់គ្រងប៉ុណ្ណោះ ឲ្យខ្ញុំចូលទៅផងទៅលោកតានិយាយខ្លះគាត់ខឹងបងឬអត់គាត់ចិត្តទុនខ្លះទេ លោកតាហាត់នឿយហើយមិនបាននិយាយអីច្រើនទេគ្រាន់តែឲ្យខ្ញុំមើលថែបងឲ្យបានល្អ អានេះបងនៅខុសហើយអូនជួយនិយាយល្អពីបងប្រាប់ទៅលោកតាផងបានទេអូនកាន់ស្អីនឹង គ្មានអីទេ នាងនឹងលោកតាមានតំណែងតំណងល្អជាមួយនឹងគ្នាខ្លាំងណាស់តិចលោករបស់ដែលនៅក្នុងដៃនាងជាឯកសារផ្ទៃមរតកទេដល់តាលាក់ស្អីនៅក្នុងនឹងទៅលិខិតតែងតាំងរបស់អ្នកស្នំមរតកបណ្ដោះអាសន្នរបស់ក្រុមហ៊ុនសិនក្រុងសិនលីងឈិនវាសម្អាតស្អីទៅ តែស៊ីសន្ទុយហើយឆាប់ត្រឡប់មកវិញណាន់សុំថ្ងៃនេះគេចាត់ការហើយលោកម្ចាស់សូមជើញភាសាតា
តែមានបញ្ហានេះមិនត្រូវទេលោកតាគឺជាអ្នកអាក្រក់ដាក់ខ្ញុំមុនក៏មិនទោសថាខ្ញុំគ្មានមេត្តាមកវិហារដូនតាជាមិនទាន់មានរឿងសំខាន់ តែភាសាលបងតិចណាន់សុនត្រង់មិនបានទៅហើយល្អណាស់លោកតាកើតអីលោកតា នាងនិងលោកតាមានទំនាក់ទំនងស្និទ្ធស្នាលជាងគេគាត់ជឿជាក់លើនាងដាក់គាត់ទៅឲ្យគាត់ចុះហត្ថលេខាលើលិខិតតែងតាំងអ្នកស្នងមរតកខ្ញុំតែម្នាក់គាត់គឺជាអ្នកស្នង លោកឈួតហើយលោកដឹងថាលោកធ្វើអីទេ ខ្ញុំគ្រាន់តែដឹងថាថ្ងៃនេះបើសិនជានាងមិនជួយខ្ញុំនាងហើយនឹងលោកតាថ្ងៃនេះកុំសង្ឃឹមថាមានជីវិតចេញពីទីនេះបានឲ្យសុខនាងមិនមែនពូកែលួងគាត់ជាគេទេឆាប់ហ្នឹងដាក់គាត់ឲ្យភ្ញាក់ឲ្យគាត់ចុះហត្ថលេខាលឿនទៅ លោកតាដឹងខ្លួនឡើងខ្ញុំគឺអានីងលោកតា មានរឿងអីលោកតាចុះហត្ថលេខាលើនេះទៅឲ្យតែលោកតាចុះហត្ថលេខាខ្ញុំធានាជូនលោកតាខ្ញុំប្រកាសជារក្សាក្រុមហ៊ុនឲ្យបាន លខោនឈួតមួយនេះទីបំផុតដល់ទីបញ្ចប់ហើយ ឯងក្បត់ហើយសុនណានសុនឯងដឹងថាជាតារបស់ឯងទេ ខ្ញុំជាចៅរបស់លោកតាជាង20ឆ្នាំហើយតែចុងក្រោយលោកតាបែរជាជឿជាក់ទៅលើសិនឌីឈិនដែលជាកូនក្រៅខោម្នាក់នោះក៏មិនជឿជាក់មកលើខ្ញុំដែរយើងជឿជាក់មិនជឿជាក់ក្នុងចិត្តឯងនៅមិនទាន់ដឹងទេឯងមកករឿងប៉ុន្មានដងយើងតាមលាគូតឲ្យឯងមករហូតលោកតាក៏មិនធ្វើជាកំសត់អីលោកតាគិតស្មានថាខ្ញុំចង់ដើរផ្លូវមួយនេះតាមមែនទេខ្ញុំក៏ធ្លាប់គិតចង់ឲ្យលោកតារស់នៅសុខស្រួលនៅក្នុងផ្ទះចាស់ជារៀនរបស់លោកតាដែរតែលោកតាមិនស្គាល់ល្អអាក្រក់មកជាតែតាំងសិនឌីឈិនជាអ្នកស្នងមរតកទៅវិញយើងតែតាំងសិនឌីឈិនយើងតែតាំងគេតាំងពីពេលណាលោកតាមកខ្លួនឯងតែនេះមិនមែនជាហត្ថលេខាលោកតាទេនេះមិនមែនជាអក្សររបស់ជើងទេក៏មិនមែនជាត្រារបស់ជើងដែរឯងត្រូវបានគេបោកប្រាស់ហើយតាមពិតនាងគឺជាអ្នកបោកប្រាស់ខ្ញុំល្អណាស់នាងបោកប្រាស់ខ្ញុំផងនាងចង់លេងជាមួយខ្ញុំតាមមែនទេខ្ញុំនឹងសម្លាប់នាងស្រីថោកទាបឈប់ភ្លាមទៅឯងចាប់ជើងទៅហើយយកជីវិតទៅបន្ថយទៀតឯងដឹងទេបើសិនជាមានមនុស្សស្លាប់មែនទេគ្មាននរណាអាចជួយឯងបានទេនាងមិនអាចទេមែនទេមិនអាចជួយទេមិនក៏ត្រឡប់មកវិញលឿនម្ល៉េះយើងបានឲ្យគេខត់ឯងហើយតាល្អណាស់គឺពួកឯងទាំងពីររំដៃគ្នាបោកប្រាស់ជាងនេះគឺជាន្ទាក់ដែលពួកឯងរៀបចំអ្នកដែលញ៉ាំចាញ់បោកគេមិនមែនជាមនុស្សល្ងងទេតែគេជាមនុស្សដែលគិតថាខ្លួនឯងឆ្លាតលោកតាខ្ញុំដឹងខុសហើយគឺពួកគេទាំងពីររំដៃគ្នាដាក់តែខ្ញុំទេពួកគេជាឆ្ងាញ់ញីឈ្មោះផ្សំគំនិតគ្នាពួកគេបោកប្រាស់ខ្ញុំបានសម្រេចហើយលោកតាខ្ញុំទើបជាចាំមកកាត់លោកតាខ្ញុំគឺជាអ្នកស្នងមរតករបស់ថ្កូសិនបើមិនមែនដល់សារល្ខោនមួយឆាតនេះយើងពិតជាត្រូវរូបរាងคล้ายៗរបស់ឯងបិទបាត់ភ្នែកជើងសិនណានសុនឯងឈួតដល់ថ្នាក់នេះមិនមែនដើម្បីតកូលសិនទេគឺដើម្បីបំផ្លាញតកូលសិនមិនមែនទេលោកតាខ្ញុំជាកូនតាមការរបស់តកូលសិនលីងឈិនគ្រាន់តែដើម្បីទ្រព្យសម្បត្តិទៅគេចង់មកចិត្តលោកតាវាគ្រាន់តែជាកូនក្រាកខោតែវាមានសិទ្ធិស្អីទៅដើម្បីតែណាទ្រព្យសម្បត្តិពួកវាដាក់តែខ្ញុំប្រាប់ឯងណាអ្នកដែលមិនមានឈ្មោះត្រឹមត្រូវមានឈាមកខ្វក់ហោចចុះក្នុងខ្លួនគឺជាឯងបានន័យថាម៉េចឈិនឯងនិយាយមិញនេះបានន័យថាម៉េចលោកតាមួយរយៈនេះខ្ញុំតាមស៊ើបរហូតមកឥឡូវទីបំផុតមានដំណយហើយកាលនោះអ្នកដែលចូលជ្រែកមនុស្សចេតនារវាងម៉ាក់ខ្ញុំនិងប៉ាខ្ញុំមិនមែនអ្នកណាផ្សេងទេគឺម្ដាយរបស់សិនណានសុនអ្នកស្រីសិននឹងឯងម៉ាក់ឯងប៉ាឯងកាលនោះធ្លាប់ស្លាយគ្នាជាមួយនឹងម៉ាក់ឯងគឺយើងដឹងប៉ុន្តែស្នេហានោះត្រូវបានជើងហាមគាត់ជាយូរណាស់មកហើយគឺយើងជាអ្នកបង្ខំឲ្យប៉ាឯងរៀបការភ្ជាប់ទំនាក់ទំនងអ្វីដែលលោកតាមិនដឹងនោះអ្នកស្រីសិនមុនពេលដែលចូលគ្រួសារត្រកូលសិនគឺមានផ្ទៃពោះរួចទៅហើយគឺជាកាប់សិនណានសុនស្ដាប់ឲ្យច្បាស់ណាឯងមិនជាមនុស្សត្រកូលសិនទេម្ដាយឯងមុនពេលដែលចូលគ្រួសារត្រកូលសិនមានផ្ទៃពោះរួចទៅហើយនាងប្រើល្បិចទាញប៉ាខ្ញុំបញ្ជាប់អន្ទាក់លោកតាឃើញនាងមានផ្ទៃពោះទើបបង្ខំឲ្យប៉ារបស់ខ្ញុំរៀបការជាមួយនាងទើបឯងខ្លាចជាកូនគ្រួសារសិនឯងថានាងពេលនោះមានទង្ងន់ជាមួយនឹងប្រុសផ្សេងអត់ទេមិនអាចជួយទេលោកតាវាបបប្រាស់លោកតាខ្ញុំគឺជាកម្មការរបស់លោកតារបាយការណ៍ DNA បង្ហាញច្បាស់ណាស់លោកតានិងសុនណានសុនគ្មានតេតងអីនឹងឈាមជ័រសំបីតែបន្តិចនេះនឹកស្មាស់មិនដល់ថាពិតជាគ្មានទំនាក់ទំនងឈាមជ័រជាមួយនឹងគ្នាពិតមែនយើងត្រូវគេបោកប្រាស់អស់ជាច្រើនឆ្នាំលោកតាកំជិះវានិយាយកុហកទេលទ្ធផល DNA ក៏คล้ายៗដែរវិន័យអាចคล้ายទំនាក់ទំនងឈាមជ័រមិនអាចคล้ายទេលោកតាបានលោកតាសង្ស័យពួកយើងលោកតាចេញទៅមន្ទីរពេទ្យពិនិត្យមើលទៅយើងពិតជាបានមកខំប៉ាឲ្យរៀបការជាមួយនាងមែនពេលចាចាំរាមនិយាយថានាងមានផ្ទៃពោះមុនចូលគ្រួសារសិនក៏មិនមែនជាម្ដាយលេងដែរ
គ្រាន់តែយើងមិនទទួលស្គាល់តែប៉ុណ្ណោះមិញនេះពេលដែលអាចយកកម្រិតដាក់លើកជើងយើងមានចម្លើយរួចទៅហើយអ្នកដែលហ៊ានយកកម្រិតដាក់លើកជើងមិនមែនជាកូនចៅរបស់តកូលសិនជើងទេពួកឯងបាទចាប់សិនណានសុនទៅបាទលែងជើងទៅថ្ងៃនេះជានឹងឲ្យពួកឯងស្លាប់ទៅជាមួយគ្នាគឺគាត់កាលនោះអ្នកដែលឲ្យលុយព្យាបាលបងប្រុសខ្ញុំគឺគាត់សិនលីងឈិនលោកតាខ្ញុំទើបជាចាប់របស់លោកតាខ្ញុំគឺសុនណានសុនខ្ញុំគឺជាអ្នកស្នំមរតកដែលលោកតាជាអ្នកបង្ហាត់បង្រៀនដល់ផ្ទាល់ដៃលោកតាកុំជាកូនក្រៅខោនោះអីបើឯងជាចៅរបស់យើងមិនក៏ឯងហ៊ានធ្វើបាបយើងហើយមិនសមប្រាតកូលសិនទេបញ្ជូនសុនណានសុនទៅឲ្យប៉ូលីសទៅវាជាប់ពីបទសង្ស័យប៉ុនប៉ងមនុស្សគិតលើចាស់ទុំត្រូវកាត់ទោសតាមច្បាប់ឲ្យធ្ងន់ធ្ងរលោកតាច្រើនឆ្នាំមុននេះយើងតែមានគំនិតមិនល្អចំពោះឯងឥឡូវនេះមើលទៅយើងគិតខុសហើយលោកតាមិនបន្ទោសខ្ញុំទេឈ្នះគឺជាស្ដេចចាញ់គឺជាចៅអាស្រ័យលើសមត្ថភាពរៀងខ្លួនត្រកូលសិនចង់រស់មានតែប្រគល់ឲ្យអ្នកដែលមានសមត្ថភាពពិតប្រាកដទេឯងឈ្នះហើយក៏ជាសំណាងរបស់ត្រកូលសិនដែរម៉ាក់ឯងគឺជាក្មេងស្រីល្អយើងនឹងប្រកកិត្តិយសឲ្យនាងឲ្យស័ក្តិសមកាលនោះយើងប្រកាសជាប់គំនិតខ្លួនឯងបង្ខំប៉ាឯងឲ្យរៀបការជាមួយអ្នកផ្សេងលទ្ធផលប៉ាឯងស្លាប់ទាំងវ័យក្មេងនាងក៏ទុករហូតដល់ស្លាប់អាពីពីមួយបំផ្លាញគ្រួសារពីរចុងក្រោយយើងបានអីសូម្បីតែឯងស្ទើរតែឲ្យឯងដើរតាមកន្លងចាស់របស់ប៉ាឯងហើយបង្ខំឲ្យលះបង់តំណែងបង្ខំឲ្យរៀបការតាមដំណើរចុះលោកតាខ្ញុំសុំទោសកិច្ចសន្យាស្នងមរតកគឺខ្ញុំខ្លាញ់ខ្លាយទេខ្ញុំបានលឺណានសុននិយាយផ្ទាល់តិចថាក្រោយពេលរៀបការរួចគេបង្កើតគ្រោះថ្នាក់ឲ្យខ្ញុំស្លាប់តាមបាត់ទៅហេតុដូច្នេះនៅយប់នោះខ្ញុំពិតជាខ្លាចណាស់អើយកម្ពីមានពិតកាលនោះយើងលុកដៃរឿងអាពីពីរបស់ប៉ាអាឈិនបើសិនជាខ្ញុំមិនទទូចផ្សំគុំឯងជាមួយនឹងណានសុនប្រហែលជាមិនមានរឿងអាម៉ាស់ដូចថ្ងៃនេះទេបើឯងព្រមតកូសិនជើងនៅតែចាត់ទុកឯងជាកូនប្រសាតកូសិនហើយជើងក៏លើចាប់គូប្រេះផ្ដាស់ទៀតដែរធ្វើតាមការសម្រេចចិត្តរបស់ឯងអាពីពីរបស់ពួកឯងយើងមិនលុកដៃទៀតទេពួកឯងអាចធ្វើតាមចិត្តរបស់ពួកឯងចុះលោកតាខ្ញុំស្ដាប់តាមនេះលោកតាខ្ញុំបារម្ភនោះគឺខ្ញុំសង្ឃឹមថាបងប្រុសខ្ញុំវះកាត់បានជោគជ័យពន្យាពេលមួយថ្ងៃគឺគ្រោះថ្នាក់មួយថ្ងៃទុកចិត្តចុះយើងបានរៀបចំគ្រូពេទ្យវះកាត់ខួរក្បាលលំដាប់ខ្ពស់នឹងឲ្យគេធ្វើការឲ្យបានលឿនបំផុតអរគុណលោកតាអាឈិនឱកាសគឺត្រូវដណ្ដើមមិនមែនរងចាំទេបាទសៀវអ៊ីអញវះកាត់រួចហើយហេតុអីនៅមិនទាន់ដឹងខ្លួនទៀតហេតុអីក៏អញនៅស្ងៀមអញធ្លាប់បានសន្យាថាកំដៅបងរហូតឬមួយក៏អញភ្លេចទុកចិត្តចុះពេលនិយាយឲ្យថាមិនមានបញ្ហាធំដុំទេគេច្បាស់ជាសះស្បើយអរគុណបងអរគុណដែរបងជួយសៀវអ៊ីដល់ទៅ2ដងអូននឹកឃើញហើយប៉ុន្តែលើកនេះអូនមិនចាំបាច់ខំប្រឹងឬគម្រោងតាក់ទាញបងអីទៀតទេអូនយល់ទេប៉ុន្តែលើកនេះអូននៅតែជ្រើសរើសជាអ្នកចាប់ផ្ដើមមុនគ្រាន់តែអូនស្មានមិនដល់ទេថាយប់នោះគឺជាបងតាមរកអូនរហូតបើអូនធ្លាប់បំភ្លេចបងអញ្ចឹងអូនត្រូវតែបងនៅតម្លៃអីចង់អូននៅក្បែរខ្លួនបងជានិច្ច
លៀងឈិនបងឡងស្រឡាញ់អូនតាំងពីពេលណាដែរ ស្រឡាញ់តាំងពីជួបដំបូងរៀបកម្រងទុកជាយូរហើយ ជំនាញមែនធ្វើរឹកជាមិនខ្វល់ប៉ុន្តែចង់បានស្ទើរស្លាប់ ប្រពន្ធសម្លាញ់អត់ទោះឲ្យបងផងណា